You're listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីនេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំម៉ៅសុធានីសូមជម្រាបសួរលោកអ្នកនាងកញ្ញាជាទីមេត្រីខ្ញុំបាទតាំងសារដាក៏សូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់ទាំងអស់ជាទីគោរពរាប់អានចា៎យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃពុធ300ខែបោះឆ្នាំមមីឆស័កពុទ្ធសករាជ2558ហើយដល់ត្រូវនឹងថ្ងៃទី7ខែមករាគ្រិស្តសករាជ2015ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃលោកហេងសំរិនទាមទារឲ្យបកសង្គ្រោះជាតិគោរពកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី22ខែកក្កដាអ្នកភូមិស្រុកស្វាយលើខេត្តសៀមរាបចោទប្រកាន់ក្រុមហ៊ុនវៀតណាមថាបានដុតបំផ្លាញទីជម្រករបស់ពួកគេក្រុមមេដឹកនាំសហជីពថាឆ្នាំ2014ជាឆ្នាំដ៏អាក្រក់របស់កម្មករកាត់ដេរអង្គការសហប្រជាជាតិនឹងត្រួតពិនិត្យរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិកុមារនៅកម្ពុជានៅសប្តាហ៍ក្រោយរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារដាសូមជូនព័ត៌មានពិស្ដានៅក្នុងឱកាសពិធីប្រពៃខួបថ្ងៃទី7ខែមករាលើកទី36ដែលធ្វើឡើងដោយគណៈបកប្រជាជនកម្ពុជានៅថ្ងៃនេះលោកហេងសំរិនទាមទារឲ្យគណៈបកសង្គ្រោះជាតិគោរពកិច្ចព្រមព្រៀងនយោបាយថ្ងៃទី22ខែកក្កដាឆ្នាំ2014ឆ្លើយតបទៅនឹងការលើកឡើងនេះក្រុមមន្ត្រីគណៈបកសង្គ្រោះជាតិអះអាងថាខ្លួនកំពុងអនុវត្តកិច្ចព្រមព្រៀងនោះប៉ុន្តែគណៈបកប្រជាជនកម្ពុជាខ្លួនឯងទៅវិញទេដែលធ្វើឲ្យកិច្ចព្រមព្រៀងនោះប្រែពណ៌ស្រអាប់លោកប្រាជេវរាយការណ៍មន្ត្រីគណៈបកសង្គ្រោះជាតិអាងថានៅពេលនេះខ្លួនកំពុងពិចារណាពីគម្រោងការដែលត្រូវរៀបចំពិធីនៅ4ថ្ងៃខាងមុខទៀតនេះនៅលើផ្លូវវែងស្រេងក្រោយពីសាលារាជធានីភ្នំពេញបានចេញបម្រាមរារាំងមិនឲ្យប្រារព្ធពិធីដោយការគ្រោងទុករបស់គណៈបកសង្គ្រោះជាតិអ្នកស្រីមូសុខួរអគ្គលេខាធិការរងគណៈបកសង្គ្រោះជាតិនិងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបងឲ្យដឹងនៅថ្ងៃទី31ធ្នូថាមូលហេតុដែលគណៈបកសង្គ្រោះជាតិស្នើសុំរៀបចំពិធីបង្សុកូលនេះគឺគ្មានអ្វីក្រៅពីប្រារព្ធពិធីតាមបែបសាសនាដើម្បីឧទ្ទិសបុណ្យកុសលប៉ុណ្ណោះនោះទេអ្នកស្រីថ្លែងបន្តថាប្រសិនបើសាលារាជធានីភ្នំពេញហាមឃាត់មិនឲ្យធ្វើពិធីនេះបានន័យថាមន្ត្រីអាជ្ញាធរកំពុងតែបំពានទៅនឹងវប្បធម៌និងសាសនារបស់ខ្លួនការបង្សុកូលគឺជាការប្រារព្ធតាមពិធីសាសនាខ្មែរដូច្នេះការបដិសេធនេះគឺជាការបដិសេធមិនទទួលស្គាល់អ្វីដែលជាសាសនាប្រពៃណីខ្មែរទេការចរានចោលសំណើរបស់គណៈបកសង្គ្រោះជាតិដោយសាលារាជធានីភ្នំពេញនៅពេលនេះគឺ3ថ្ងៃបន្ទាប់ពីគណៈបកជំទាស់បានដាក់លិខិតកាលពីថ្ងៃទី29ខែធ្នូដើម្បីប្រារព្ធពិធីបុណ្យបង្សុកូលនាថ្ងៃទី4ខែមករានៅផ្លូវវែងស្រេងលោកឡុងនីម៉ងមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញបញ្ជាក់ថាស្ថាប័នជំនាញរបស់រដ្ឋាភិបាលពុំបានរើសអើងឬរឹតបន្តឹងការរៀបចំពិធីបុណ្យទានរបស់គណៈបកសង្គ្រោះជាតិទេលោកបន្តថាអ្វីដែលសំខាន់នោះនៅត្រង់ថាចំណុចដែលគណៈបកសង្គ្រោះជាតិស្នើសុំនោះគឺប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋលោកបន្ថែមថាគណៈបកនេះអាចធ្វើពិធីនៅក្នុងវត្តឬទីតាំងណាមួយដែលនៅក្បែរនោះបានសូមឲ្យគាត់ធ្វើនៅក្នុងវត្តទៅវត្តនៅជិតហ្នឹងទៅគឺសូមគណៈកម្មការវត្តទៅសូមប្រជាអធិការវត្តទៅគេឯកភាពជិះធ្វើនៅនឹងចោះពីព្រោះនៅទីសាធារណៈនោះលើលោកឃើញស្រាប់ហើយនៅផ្លូវវិញហ្នឹងវាស្ទះចរាចរណ៍បណ្ណាខ្លះថ្ងៃហ្នឹងមានការកកស្ទះបណ្ណាខ្លះហើយបិទផ្លូវធ្វើបុណ្យមួយទាំងមូលតើធ្វើយ៉ាងម៉េចព្រឹត្តិការណ៍បាញ់បង្ក្រាបប្រឆាំងក្រុមនតវ៉ាកាលពីដើមឆ្នាំ2014កន្លងទៅដោយក្រុមចម្រុះរបស់រដ្ឋាភិបាលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់5នាក់បាត់បង់ជីវិតក្នុងនោះម្នាក់បានបាត់ខ្លួនរកមិនទាន់ឃើញក្រៅពីនេះមនុស្សជាង30នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់និងស្រាលរហូតអ្នកខ្លះក្នុងចំណោមនោះត្រូវពិការអស់មួយជីវិតលើសពីនេះអង្គការសង្គមស៊ីវិលកម្មករនិងអ្នកនៅអមសងខាងផ្លូវចំនួន23នាក់បន្ថែមទៀតត្រូវចាប់ខ្លួនក្នុងព្រឹត្តិការណ៍កាលនោះមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលចាត់ទុកថានេះគឺជាអំពើនីតិរដ្ឋភាពឬភាពគ្មានទោសចំពោះអ្នកប្រព្រឹត្តបទល្មើសយ៉ាងធ្ងន់ធ្ងរនៅកម្ពុជាលោកអំសំអាតមន្ត្រីបច្ចេកទេសស៊ើបអង្កេតអង្គការលីកាដូយល់ឃើញថានេះជាការរឹតបន្តឹងដោយពុំមានហេតុផលសមរម្យឡើយ
លោកបន្តថាបំរាមរបស់សាលារាជធានីភ្នំពេញដែលធ្វើឡើងនៅពេលនេះទំនងជាចង់បិទបាំងការពិតចំពោះការប្រព្រឹត្តបទឧក្រិដ្ឋនិងព្យាយាមលុបបំបាត់ភស្តុតាងជាជាងហេតុផលប៉ះពាល់សេដ្ឋកិច្ចជាតិទៅវិញទេប៉ុន្តែអ្វីដែលសំខាន់គេមិនចង់ឲ្យមានការប្ររពនៅកន្លែងហ្នឹងពីព្រោះជាការមួយដែលរំលឹកទៅដល់ការពិតពេកនៃការបង្ក្រាបបណ្ដាលឲ្យមានមនុស្សស្លាប់និងរងរបួសច្រើនអ្នកទៅធ្វើវិក្រែងណាជារំលឹកនៅទីតាំងនោះដូចបង្ហាញមកវិញថាវាជារឿងមួយអយុត្តិធម៌ជាទីបំផុតគិតមកដល់ពេលនេះសំណុំរឿងបាញ់សម្លាប់កម្មករនិងអ្នកខ្លះមានរបួសធ្ងន់និងស្រាលមិនត្រូវបានរដ្ឋាភិបាលបើកការស៊ើបអង្កេតដោយហ្មត់ចត់ព្រមទាំងយកអ្នកប្រព្រឹត្តបទល្មើសមកផ្ដន់ទាទោសទេផ្ទុយទៅវិញប្រជាពលរដ្ឋកម្មករនិងអង្គការសង្គមស៊ីវិលត្រូវបានចាប់ខ្លួននិងចោទប្រកាន់តាមផ្លូវតុលាការទៅវិញខ្ញុំម៉មនីរតវិទ្យុអាស៊ីសេរីភ្នំពេញចាលោកនាងកញ្ញាជាទីមេត្រីនាងខ្ញុំសូមអភ័យទោសដោយសារបញ្ហាបច្ចេកទេសបានចាក់ផ្សាយនៅសេចក្តីរាយការណ៍ខុសចាលោកនាងកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបដិញ្ញាចិត្តថានឹងពុះពៀគ្រប់ឧបសគ្គហ៊ានបដូរជីវិតដើម្បីការពារសមិទ្ធផលថ្ងៃ7មករាឲ្យស្ថិតស្ថេរជារៀងរហូតតើបកប្រជាជនកម្ពុជាប្រើវិធីបែបណាខ្លះដើម្បីការពារសមិទ្ធផលថ្ងៃ7មករាចាលោកនាងនឹងបានស្ដាប់បទវិភាគអំពីរឿងនេះនាពេលបន្តិចទៀតនេះលោកនាងជាទីមេត្រីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សនិងពលរដ្ឋមកពីស្រុកទាំង8នៃខេត្តកំពង់ឆ្នាំងសរុបជិត 10000 នាក់បាននាំគ្នាចូលរួមទិវាជ័យជំនះថ្ងៃ7មករាលើកទី36នៃព្រឹកថ្ងៃពុធនេះនៅក្នុងបរិវេណសាលាខេត្តពិធីនេះមានការសម្ដែងឈុតឆាកកាប់សម្លាប់មនុស្សក្នុងរបបកម្ពុជាប្រជាធិបតេយ្យហើយដែលអ្នកចូលរួមខ្លះប្រែទឹកមុខក្រៀមក្រំពេលទស្សនានាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងលោកអុកកៃឡាថ្លែងថាពិធីអបអរសាទរខួបលើកទី36នៃទិវាជ័យជំនះថ្ងៃ7មករាក្នុងខេត្តកំពង់ឆ្នាំងនាឆ្នាំនេះមានភាពអធិកអធមជាងឆ្នាំទៅជាក់ស្ដែងរាល់ដងមានជាងក្រោម 10000 ដល់ឥឡូវនេះតួលេខយើង 9582 នាក់អាចកើនលើដល់ជាង 10000 នាក់តែថាក៏ចូលរួមនៅសមាជិករបស់ជាបរដ្ឋដែលថាដឹងគុណរដ្ឋាភិបាលគាត់នឹកដល់អនុស្សាវរីយ៍ពីថ្ងៃម្ដង2មករានេះណាតទៅរយៈពេល31ឆ្នាំយើងបានសុខសន្តិភាពដោយថាយើងរួបរวมគ្នាទាំងអស់បាទយើងសាមគ្គីគ្នាគ្រប់គណៈបកនយោបាយក្រោមការដឹកនាំរបស់រដ្ឋាភិបាលយើងទិវានេះមានការចូលរួមដោយសម្ដេចចៅវាំងគង់សំអល់និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជាច្រើនអ្នកទៀតពួកគេបានសម្ដែងការអបអរនិងដឹងគុណចំពោះគណៈបកប្រជាជនកម្ពុជាក្រោមការជ្រោមជ្រែងពីសំណាក់កងទ័ពវៀតណាមដែលរំដោះកម្ពុជាពីរបបវាលពិឃាតក្នុងអំឡុងឆ្នាំ1975ដល់ឆ្នាំ1979លោកនាងជាទីមេត្រីក្រមមន្ត្រីនិងពលរដ្ឋដែលគាំទ្រគណៈបកប្រជាជនកម្ពុជាក្នុងខេត្តតាកែវនាំគ្នាប្រារព្ធទិវាជ័យជំនះថ្ងៃ7មករាឆ្នាំ1979ពិធីនេះមានមន្ត្រីសាលាខេត្តកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋនិងសិស្សានុសិស្សសរុបជិត 5000 នាក់ចូលរួមលោកវ៉ាហាជាតិមានសេចក្តីរាយការណ៍ពិធីនេះធ្វើឡើងនៅសួនច្បារក្នុងក្រុងតាកែវដែលមានមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនចូលរួមដូចជាលោកសុកអានប្រធានក្រុមការងារបកប្រជាជនប្រចាំខេត្តតាកែវលោកច័ន្ទសរុនអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មលោកមុកម៉ារ៉េតអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងមន្ត្រីខេត្តដទៃទៀតដែលជាសមាជិកក្រុមការងារបកប្រជាជនខេត្តតាកែវក៏ប៉ុន្តែមិនមានមន្ត្រីបក្សសង្គ្រោះជាតិប្រចាំខេត្តនេះចូលរួមទេក្នុងពិធីដែលមានរយៈពេលមួយព្រឹកពេញនេះលោកសុកអានមន្ត្រីជាន់ខ្ពស់នៃគណៈបកប្រជាជនកម្ពុជាបានបញ្យល់ប្រាប់អ្នកចូលរួមអំពីប្រវត្តិសាស្ត្រនៃការតស៊ូវាយផ្ដួលរំលំរបបប៉ុលពតក្រុមកិច្ចអន្តរាគមន៍របស់កងទ័ពវៀតណាមដែលនាំឲ្យមានថ្ងៃ7មករានេះកើតឡើងក្រៅពីនេះលោកបានរិះគន់មន្ត្រីបកប្រឆាំងមិនចំមុខដែលមិនទទួលស្គាល់ថ្ងៃ7មករាថាជាគូបដិបកនៃបកប្រជាជននិងរដ្ឋាភិបាលសប្តាហ៍ថ្ងៃលោកសុកអានដែលជាឧបនាយករដ្ឋមន្ត្រីបានថ្លែងសារនយោបាយអំពាវនាវដល់អ្នកចូលរួមដែលកើតទន់ក្នុងរបបខ្មែរក្រហមឲ្យជួយព្រានប្រដៅកូនចៅកុំឲ្យភ្លេចរបបប្រល័យពូជសាសន៍ប៉ុលពតដែលលោកថាបណ្ដាលឲ្យមានប្រជាជនខ្មែរជាង3លាននាក់បានស្លាប់យ៉ាងវេទនាលោកតាលោកយាយមីងមាឪពុកម្ដាយលោកតាលោកយាយមីងមាឪពុកម្ដាយសូមកុំភ្លេចយកពេលវេលាជួបជុំគ្រួសារពេលយប់អីហ្នឹងដំណើរឲ្យចៅដំណើរឲ្យក្មួយដំណើរឲ្យកូនស្ដាប់ផងថាសម័យរបបប្រល័យពូជសាសន៍ប៉ុលពតវាយ៉ាងម៉េចខ្លះ
ក្រៅពីអំពាវនាវដល់មនុស្សចំនួនមុនលោកសុកអានដែលជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីដែរនោះក៏បានផ្ដោតលើមនុស្សកើតក្រោយថ្ងៃ7មករាដែរដោយលោកបានជំរុញក្រុមយុវជនត្រូវចេះក្រោកឈរប្រឆាំងតបតទៅនឹងការរិះគន់ថ្ងៃ7មករានៅតាមគ្រប់រូបភាពដូចជាយុវជនត្រូវចេះឆ្លើយតបទៅនឹងការរិះគន់ទាំងនោះតាមរយៈបណ្ដាញព័ត៌មានសង្គម Facebook ជាដើមជាពិសេសក្មួយយុវជននោះនិយាយពីបង្អាប់7មករាទៅជាតបជាពិសេសក្មួយយុវជននឹងពេលគេបង្អាប់7មករាត្រូវចេះតបវិញថា7មករារំដោះក្បាលអ្នកឯងមកហើយមិនទៅវាយ7មករាវិញនៅពេលនោះបន់ឲ្យតែរស់រៀនបន់ឲ្យតែមានអ្នកណាមកជួយប្រភពដើមគឺរឿងប្រឡាយពូជសាសន៍វាខូខើពេកវាសាហាវពេកការប្រារព្ធទិវា7មករាធ្វើឡើងស្របពេលដែលមន្ត្រីបកប្រឆាំងបានចាត់ទុកថ្ងៃនេះថាជាថ្ងៃខ្មៅងងឹតជាថ្ងៃដែលកងទ័ពវៀតណាមឈ្លានពានកម្ពុជានិងជាថ្ងៃដែលកម្ពុជាបាត់បង់ឯករាជ្យភាពពិធីនេះបានបញ្ចប់នៅវេលាថ្ងៃត្រង់នាថ្ងៃដដែលដោយមានចែកជូនរង្វាន់ម៉ូតូកង់និងម៉ាស៊ីនបូមទឹកដល់សិស្សានុសិស្សដែលប្រឡងជាប់ខាងសូត្រកំណាព្យអំពីថ្ងៃ7មករានិងកីឡាករកីឡាការិនីដែលមានដើមកំណើតនៅខេត្តតាកែវមានស្នាដៃដណ្ដើមពានរង្វាន់ពីការប្រកួតកីឡានានាពីថ្នាក់ជាតិនិងថ្នាក់តំបន់កន្លងមកខ្ញុំវូហាជាតិវិទ្យុអាស៊ីសេរីខេត្តតាកែវលោកអ្នកនាងជាទីមេត្រីនៅក្នុងឱកាសពិធីប្រារព្ធខួបថ្ងៃ7មករាលើកទី36ដែលធ្វើឡើងដោយគណៈបកប្រជាជនកម្ពុជានៅថ្ងៃនេះលោកហេងសំរិនទាមទារឲ្យគណៈបកសង្គ្រោះជាតិគោរពកិច្ចព្រមព្រៀងនយោបាយថ្ងៃទី22ខែកក្កដាឆ្នាំ2014ឆ្លើយតបទៅនឹងការលើកឡើងនេះក្រុមមន្ត្រីបកសង្គ្រោះជាតិអះអាងថាខ្លួនកំពុងអនុវត្តកិច្ចព្រមព្រៀងនោះប៉ុន្តែគណៈបកប្រជាជនកម្ពុជាខ្លួនឯងទៅវិញទេដែលធ្វើឲ្យកិច្ចព្រមព្រៀងនេះប្រែពណ៌ស្រាបលោកប្រាជើមានសេចក្តីរាយការណ៍ជាថ្មីម្ដងទៀតលោកហេងសំរិនប្រធានកិត្តិយសគណៈបកប្រជាជនកម្ពុជាប្រកាសបដិញ្ញាអនុវត្តកិច្ចព្រមព្រៀងនយោបាយថ្ងៃ22កក្កដារវាងគណៈបកទាំងពីរដែលបានបញ្ចប់វិបត្តិនយោបាយរយៈពេល1ឆ្នាំក្រោយការបោះឆ្នោតឆ្នាំ2013លោកហេងសំរិនប្រាប់ទៅភាគីគណៈបកនយោបាយម្ខាងទៀតនៃកិច្ចព្រមព្រៀងឲ្យប្រយ័ត្នប្រយែងការថ្លែងសារនយោបាយណាមួយនៅទីសាធារណៈដែលខុសពីការពិតទោះថ្លែងមិនចេញឈ្មោះប៉ុន្តែគណៈបកសង្គ្រោះជាតិតែមួយគត់ដែលជាភាគីនៃកិច្ចព្រមព្រៀងនៃការចរចាជាមួយគណៈបកប្រជាជនកម្ពុជាកាលពីថ្ងៃទី22ខែកក្កដាឆ្នាំ2014លោកហេងសំរិនថាការគោរពកិច្ចព្រមព្រៀងនោះដើម្បីរួមកម្លាំងគ្នាធានាការពារស្ថិរភាពនៅក្នុងសង្គមយើងសង្ឃឹមថាអិសរាជជននយោបាយទាំងឡាយនឹងមានភាពប្រយ័ត្នប្រយែងក្នុងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈផ្សេងៗឲ្យមានប្រយោជន៍ដល់ការអនុវត្តកិច្ចព្រមព្រៀងនេះដោយជៀសវាងការប្រើវោហារសាស្ត្រវាយប្រហារនិងប្រឌិតបញ្ហាដែលគ្មានចំណេញអ្វីដល់សភាពការទូទៅនោះ7មករាឆ្នាំ2015ជាការប្រារព្ធខួបលើកទី36ឆ្នាំដែលគណៈបកប្រជាជនកម្ពុជាថាជាថ្ងៃផ្ដួលរំលំនៃរបបខ្មែរក្រហមគណៈបកកណ្ដាលអំណាចចាស់វស្សាមួយនេះរៀបចំឲ្យមានអ្នកចូលរួមរាប់ពាន់នាក់ដោយមានវត្តមានលោកហេងសំរិនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអនុប្រធានគណៈបកនិងមន្ត្រីជាន់ខ្ពស់យ៉ាងច្រើនទៀតប៉ុន្តែអវត្តមានប្រធានគណៈបកលោកជាស៊ីមមន្ត្រីជាន់ខ្ពស់មួយរូបនៃគណៈបកប្រជាជនកម្ពុជាបានឲ្យដឹងថាអវត្តមានលោកជាស៊ីមដោយសារបញ្ហាសុខភាពក្រៅពីការថ្លែងរបស់លោកហេងសំរិនមានការសម្ដែងរបាំបង្ហោះប៉ោងប៉ោងនិងការប្រឡែងសត្វព្រាបផងដែរជារឿយសំឡេងជ័យយោ7មករាលាន់ឮរំពងពេញទីស្នាក់ការកណ្ដាលនៃគណៈបកប្រជាជនកម្ពុជានាទីក្រុងភ្នំពេញជ័យយោគណៈបកប្រជាជនកម្ពុជាជ័យយោជ័យយោឆ្នាំដើម្បីខែ20ថ្ងៃមានអ្នកជួយសាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកប៉ុលហំស្វាគមន៍ប្រសាសន៍របស់លោកហេងសំរិនប៉ុន្តែលោកយល់ថាការចាប់ខ្លួនរបស់សកម្មជនគណៈបកសង្គ្រោះជាតិនិងសកម្មជនដីធ្លីធ្វើឲ្យមានភាពស្រអាប់នៃកិច្ចព្រមព្រៀងនេះខ្ញុំមិនចោទថាមិនបានគោរពកិច្ចព្រមព្រៀងនេះ100%ទេក៏ប៉ុន្តែខ្ញុំមើលទៅឃើញថាគោលបំណងនៃកិច្ចព្រមព្រៀងនេះហាក់ដូចជាបើនៅទៅចាប់អញ្ចឹងហាក់ដូចជាមិនជួយឲ្យកិច្ចព្រមព្រៀងនេះអាចប្រព្រឹត្តទៅបានដោយល្អដោយរលូននេះកាលពីថ្ងៃទី22កក្កដាឆ្នាំ2014មេដឹកនាំកម្ពុជានៃគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបានឯកភាពបញ្ចប់ការជាប់គាំងនយោបាយដោយគណៈបកសង្គ្រោះជាតិព្រមចូលអង្គុយធ្វើការក្នុងសភាហើយគណៈបកទាំងពីរព្រមព្រៀងកំណែទម្រង់ស្ថាប័នរដ្ឋនានាជាពិសេសកំណែទម្រង់ស្ថាប័នបោះឆ្នោតប៉ុន្តែសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈនិងជាអ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជាលោកមនិតសុខទូច
មិនទាន់ជឿថាគណៈបញ្ញយោបាយទាំងពីរបានអនុវត្តកិច្ចព្រមព្រៀងបានត្រឹមត្រូវនៅឡើយទេជាងនេះទៅទៀតលោកបណ្ឌិតសុកទូចរិះគន់គណៈបកកណ្ដាលអំណាចថាការថ្លែងនេះជាការកេងចំណេញនយោបាយដោយខ្លួនឯងមិនសូវគ្រប់តាមកិច្ចព្រមព្រៀងប៉ុន្តែស្រែកឲ្យគេគ្រប់ទៅវិញការនិយាយឲ្យលឺហើយដើម្បីឲ្យអ្នកនេះប្រជាជននឹងគាត់សប្បាយចិត្តថាយើងបញ្ចប់ហើយលែងឈ្លោះគ្នាហើយតាមពិតការអនុវត្តនៅមានកម្រិតនៅឡើយលោកបណ្ឌិតសុកទូចលើកឡើងទៀតថាអ្នកនយោបាយទាំងពីរគណៈបកពូកែនិយាយប៉ុន្តែធ្វើបានតិចលោកថាបន្ទាប់ពីកិច្ចព្រមព្រៀងនេះបានបង្កើតរហូតមកទល់ពេលនេះគោចបថ្មីនៅតែមិនទាន់បានបង្កើតហើយសកម្មជនគណៈបកសង្គ្រោះជាតិនៅតែចាប់ខ្លួនខ្ញុំប្រាជេវុទ្ធុអាស៊ីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីក្រុមហ៊ុនចំការដំឡូងមីរបស់វៀតណាមមួយឈ្មោះសហគមន៍ទឹកខ្មៅកំពុងមានទំនាស់ជាមួយប្រជាពលរដ្ឋខ្មែរខ្លះនៅភូមិជប់រំដេងឃុំកន្ទួតស្រុកស្វាយលើទំនាស់នេះបាននាំឲ្យក្រុមហ៊ុនវៀតណាមប្តឹងទៅតុលាការខេត្តសៀមរាបរហូតដល់មានការដឹកនាំកម្លាំងប៉ូលីស PM ទៅចាប់ខ្លួនអ្នកភូមិ2នាក់ហើយមនុស្សមួយចំនួនទៀតបាននាំគ្នារត់គេចខ្លួនដោយសារតែការភ័យខ្លាចលោកហងសាវយុទ្ធរាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋមួយចំនួននៅភូមិជប់រំដេងស្រុកស្វាយលើកំពុងអំពាវនាវឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលចុះស៊ើបអង្កេតនិងជួយរកយុត្តិធម៌ដល់ពួកគេឲ្យបានត្រឹមត្រូវការអំពាវនាវធ្វើឡើងបន្ទាប់ពីពួកគេមានទំនាស់ជាមួយក្រុមហ៊ុនវៀតណាមឈ្មោះសហគមន៍ទឹកខ្មៅដែលទទួលបានដីសម្បត្តិសេដ្ឋកិច្ចធ្វើចំការដំឡូងមីហើយក្រុមហ៊ុននោះបានប្តឹងតុលាការខ្មែរឲ្យដឹកនាំកម្លាំងសមត្ថកិច្ចទៅចាប់ខ្លួនអ្នកភូមិដោយមិនដឹងមូលហេតុអ្នកភូមិជប់រំដេងម្នាក់ក្នុងចំណោមមួយចំនួនទៀតគឺអ្នកស្រីយងកំលៀងអ្នកស្រីអះអាងថាកាលពីថ្ងៃទី4ខែមករាកន្លងទៅតុលាការខេត្តសៀមរាបបានដឹកនាំកម្លាំងប៉ូលីសនិង PM ជាច្រើនអ្នកទៅចាប់ខ្លួនប្តីរបស់គាត់ឈ្មោះវ៉ែនឡននិងបុរសម្នាក់ទៀតឈ្មោះបឿនសុកស្ត្រីដដែលបញ្ជាក់ថាក្នុងរដូវដំឡូងមីទទួលផលនេះគឺមេការក្រុមហ៊ុននិងជនជាតិវៀតណាមជាច្រើនទៀតតែងជួលអ្នកភូមិឲ្យដើរកាប់ដើមដំឡូងមីក្នុងមួយថ្ងៃឲ្យថ្លៃ 20,000 រៀលចំណែកអ្នកចងបាច់ដើមដំឡូងគឺគេឲ្យ 300 រៀលក្នុងមួយបាច់នៅពេលដែលក្រុមហ៊ុនវៀតណាមជួលអ្នកភូមិខ្មែរឲ្យកាប់ដើមដំឡូងមីអស់1ហិកតាគឺគេយកត្រាក់ទ័រទៅភ្ជួរដាំវិញភ្លាមប៉ុន្តែអ្វីដែលហួសចិត្តគឺក្រុមហ៊ុនវៀតណាមបានចោទអ្នកភូមិខ្មែរថាបានកាប់បំផ្លាញដំណាំរបស់ពួកគេហើយសហសមត្ថកិច្ចចុះមកចាប់មកដល់មក3កន្លះចាប់មនុស្សចេញមកគាត់ធាក់វាយសន្លប់ដើម្បីតែខ្ញុំមនុស្សស្រីនឹងពោះធំនឹងចាប់ខ្ញុំវាយខ្នោះចេញខ្ញុំបោកពីសមត្ថកិច្ចមួយទៅសមត្ថកិច្ចមួយស្អីអ្នកដែលនៅផ្ទះក្បែរហ្នឹងដេញចាប់មិនឲ្យមាននៅផ្ទះមួយទេមក4ដុតផ្ទះអស់5ខ្ញុំសុំទាមទារឲ្យជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋនៅកន្លែងហ្នឹងហេតុអីបានយួនទៅធ្វើបាបប្រជាពលរដ្ឋឲ្យផ្សៃហើយនឹងចាប់ស្ដីខ្ញុំទៅដោយមិនប្រាប់ពីតកំហុសអីសោះទោះយ៉ាងណាមន្ត្រីតុលាការនិងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការចុះអនុវត្តចាប់ខ្លួនអ្នកភូមិជប់រំដេងនោះបានច្រានចោលមិនធ្វើការអធិប្បាយជុំវិញរឿងនេះឡើយព្រះរាជអាជ្ញារងអមសាលាដំបងខេត្តសៀមរាបលោកសំរិទ្ធសុខុនបានសុំមិនធ្វើការអធិប្បាយជុំវិញរឿងនេះទេដោយលោកជំរុញឲ្យសួរទៅប្រធានរបស់លោកសួរទៅលេងខ្ញុំមិនអាចឆ្លើយបានទេព្រោះមានការញ៉ាំពីគាត់ព្រោះគេនឹងចុះទៅគាត់បញ្ជាឲ្យខ្ញុំទៅឲ្យការសង្កេតតាមទៅតែគាត់ញ៉ាំភ្លឺវិញយកមកខុសខ្ញុំចំណែកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើលោកយឹមសុភីបឲ្យដឹងថាការចុះចាប់ខ្លួនអ្នកភូមិនោះដោយសារតែក្រុមហ៊ុនវៀតណាមប្តឹងពីបទកាប់បំផ្លាញដំឡូងរបស់គេកាលពីថ្ងៃទី5ខែមករាអ្នកភូមិជប់រំដេងស្រុកស្វាយលើខ្លះបាននាំគ្នាមកដាក់បណ្ដឹងប្រឆាំងនឹងការចាប់ខ្លួននេះនៅទីស្នាក់ការសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តសៀមរាបអ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកច័ន្ទចម្រើនឲ្យដឹងថាលោកពិតជាបានទទួលបណ្ដឹងពីក្រុមអ្នកភូមិទាំងនោះមែនក៏ប៉ុន្តែលោកមិនទាន់បានចុះស៊ើបអង្កេតជុំវិញករណីនេះថាតើវាកើតឡើងយ៉ាងណានៅឡើយទេសមាគមការពារសិទ្ធិមនុស្សអាត់ហុកមានគម្រោងនឹងចុះស៊ើបអង្កេតករណីនេះនៅពេលឆាប់ខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាបអ្នកដឹកនាំសហជីពមួយចំនួនអះអាងដូចគ្នាថាឆ្នាំ2014កន្លងទៅជាឆ្នាំអាក្រក់មួយរបស់កម្មករកាត់ដេរដោយសារមានការបង្ក្រាបយ៉ាងខ្លាំងរបស់អាជ្ញាធរនិងមានការគំរាមកំហែងកម្រិតខ្ពស់លោកកែវនិមលរាយការណ៍ព័ត៌មាននេះមន្ត្រីដឹកនាំសហជីពបានថ្លែងថាឆ្នាំ2014កន្លងទៅមានកម្មករ5នាក់ត្រូវស្លាប់ក្នុងពេលធ្វើបាតកម្មតវ៉ាទាមទារឡើងប្រាក់ខែកម្មករប្រមាណ200នាក់រងរបួស30នាក់ត្រូវអាជ្ញាធរចាប់ខ្លួននិងជាប់ពាក្យប្តឹងនៅតុលាការរាប់រយនាក់ទៀតប្រធានសហជីពកម្មករមួយឈ្មោះសហភាពការងារកម្ពុជាលោកអាត់ធុនបានថ្លែងនៅថ្ងៃទី7មករាថាឆ្នាំ2014ការគោរពសិទ្ធិរបស់កម្មករកាត់ដេរមានការធ្លាក់ចុះ
ហើយការទាមទាររបស់កម្មករជាច្រើនមិនបានដោះស្រាយទេក្រៅពីការតម្លើងប្រាក់ខែគោលបានដល់$128ហើយមួយទៀតយើងឃើញនយោជកនិងសមាគមនយោជកតែម្ដងគឺមានការសហការគ្នាក្នុងការបញ្ឈប់កម្មករឬក៏អាចនិយាយថារកវិធីដើម្បីទប់ស្កាត់ជាមុនមិនឲ្យកម្មករនឹងចូលរួមសហជីពឬក៏ធ្វើឲ្យមានការវិបាកដូចជាការបញ្ឈប់ពីការងារឬក៏ដូចក្រសួងការងារមានការដល់នៅនីតិវិធីវែងដើម្បីឲ្យយើងនឹងមិនងាយចុះបញ្ជីការបានធ្វើជាឧបសគ្គនៅក្នុងកម្មភាពស្របច្បាប់របស់សហជីពហ្នឹងចំពោះការឡើងប្រាក់ខែគោលបាន$128នេះប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រីយ៉ាងសុភ័ណ្ឌមានប្រសាសន៍ថាប្រាក់ខែគោលនោះឡើងបានបន្តិចមែនតែមិនបានធ្វើឲ្យជីវភាពកម្មករបានសមរម្យដោយការចង់បានរបស់កម្មករទេម្យ៉ាងទៀតអ្នកស្រីក៏សម្គាល់ឃើញថាក្នុងឆ្នាំ2014កន្លងទៅក្រោយពីមានការបាញ់បង្ក្រាបរបស់អាជ្ញាធរបណ្ដាលឲ្យកម្មករស្លាប់នៅផ្លូវវែងស្រេងមករាល់ការប្រមូលផ្ដុំរបស់កម្មករដើម្បីតវ៉ាទាមទារលើបញ្ហាផ្សេងៗតែងតែមានកងកម្លាំងសន្តិសុខអាជ្ញាធរកម្លាំងប្រដាប់អាវុធមកឃ្លាំមើលនិងចង់តែបង្ក្រាបមកលើកម្មករចាក់តងសិទ្ធិសេរីភាពនៃការបញ្ចេញមតិសេរីភាពនៃការតវ៉ាកម្មករកោតកម្មហ្នឹងយើងឃើញថាកន្លែងនេះមួយហាក់ដូចជាមានអបិឈរមកក្រោយពីកោតកម្មចុងឆ្នាំ2013ដល់ឆ្នាំ2014ក្រោយពីកោតកម្មនោះបានបញ្ចប់ទៅយើងឃើញថាមកដល់ពេលនេះកម្មករនៅតាមបណ្ដារោងចក្រសហគ្រាសច្រើនធ្វើកោតកម្មប៉ុន្តែការធ្វើកោតកម្មនោះវាហាក់ដូចជាមានការផិតភ័យដោយចាផិតភ័យជាងសពរាល់ដងដោយសារតែយើងមានការប្រឈមកាលពីយើងកោតកម្មកន្លងមកណាលោកអាត់ធុនបានដឹងថាបើទោះបីជាឆ្នាំ2014មានការបង្ក្រាបនិងជាឆ្នាំអាក្រក់មួយរបស់កម្មករក៏ដោយតែឆ្លងតាមការបង្ក្រាបនោះធ្វើឲ្យកម្មករកាន់តែមានសាមគ្គីភាពជួយគ្នាជាងមុនទៅទៀតលោកមានជំនឿថាបញ្ហាមួយចំនួនដែលមិនទាន់ដោះស្រាយចេញនៅឆ្នាំ2014នឹងត្រូវយកមកដោះស្រាយជាបន្តទៀតនៅឆ្នាំ2015នេះដូចជាបញ្ហាកម្មករនៅជាប់ពាក្យបណ្ដឹងនៅតុលាការឬសេចក្តីព្រាងច្បាប់ស្តីពីសហជីពការបញ្ឈប់កម្មករពីការងារដែលគ្មានសំណងសមរម្យជាដើមលោកអាត់ធុនក៏សម្គាល់ថាក្នុងឆ្នាំ2014កន្លងទៅកម្មករធ្វើបាតកម្មកោតកម្មនិងការតវ៉ាផ្សេងៗប្រមាណជាង100លើកទាក់ទងការធ្វើបាតកម្មកោតកម្មតវ៉ាទាមទារឡើងប្រាក់ខែនិងតវ៉ាលើបញ្ហាផ្សេងៗនេះលោកជាតិខេមរាមន្ត្រីជាន់ខ្ពស់សមាគមនយោជករោងចក្រកាត់ដេរមានប្រសាសន៍ថាការតវ៉ាផ្សេងៗរបស់កម្មករកាត់ដេរនេះប៉ះពាល់ជាខ្លាំងដល់អាជីវកម្មកាត់ដេរនៅកម្ពុជាលោកបានឲ្យដឹងបន្ថែមថាការតវ៉ាផ្សេងៗរបស់កម្មករនេះធ្វើឲ្យអ្នកវិនិយោគទុនខ្លះខាតលុយរាប់សិបម៉ឺនដុល្លារហើយអ្នកខ្លះទៀតបាត់បង់ជំនឿក្នុងការវិនិយោគនិងមានរោងចក្រខ្លះលែងហ៊ានទទួលការបញ្ជាទិញទំនិញដូចមុនដោយសារខ្លាចមិនអាចបំពេញតាមការបញ្ជាទិញបានយើងឃើញសកម្មភាពកោតកម្មមួយចំនួនគឺការវាអត់ហេតុផលផងសហជីពខ្លះសហព័ន្ធនៅ3 4 5អញ្ចឹងអត់ស្គាល់មានបង្កើតសហជីពមូលដ្ឋាននៅនឹងផងគេមានសហជីពមូលដ្ឋាននៅនឹងហើយខ្លួនឯងមិនស្គាល់មានមូលដ្ឋានទៅនាំវារួមចោមឲ្យដាក់ដំណើរតាក់ទងផលប្រយោជន៍អីដែលលើសពីអ្វីដែលយើងបានជាឆ្លៃគ្នាណាប្រពន្ធឯកសារក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថាក្នុងឆ្នាំ2014នេះរោងចក្រកាត់ដេរនៅកម្ពុជាមានជិត 1000 រោងចក្រនិងមានកម្មករប្រមាណ 65,000 នាក់ធ្វើការងារហើយប្រាក់ចំណូលបានមកពីការនាំចេញផលិតផលកាត់ដេរខោអាវនិងស្បែកជើងមានចំនួនប្រមាណ$6,000 លានខ្ញុំកែនិមលវិទ្យុអាស៊ីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីសាកសពពលករខ្មែរ2នាក់ត្រូវសមត្ថកិច្ចថៃបញ្ជូនមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីរសៀលម្សិលមិញមន្ត្រីតំណាក់តំណងការិយាល័យព្រំដែនកម្ពុជាថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតលោកពេជ្រវណ្ណាឲ្យដឹងនៅថ្ងៃនេះថាពលករខ្មែរទាំងពីរនាក់នោះមានឈ្មោះសាន់អៀមភេទប្រុសអាយុ45ឆ្នាំមានស្រុកកំណើតនៅខេត្តសៀមរាបជាកម្មករសំណង់ដែលស្លាប់ដោយសារជំងឺក្នុងទីក្រុងបាងកកហើយម្នាក់ទៀតឈ្មោះគឹមរៀងយីអាយុ38ឆ្នាំមានស្រុកកំណើតនៅខេត្តបាត់ដំបងស្លាប់ដោយសារចងកក្នុងបន្ទប់នៅខេត្តសមុទ្រប្រាកានប្រទេសថៃតាមថតថៃបញ្ជូនមកប៉ុន្តែខាងយើងបានសហការជាមួយអគ្គកុងស៊ុលបាទមានឯកសារបញ្ជូននៅត្រឹមត្រូវទាំងអស់សពទាំងពីរហ្នឹងគឺស្លាប់ដោយជំងឺទេបាទចងកម្នាក់ម្នាក់ទៀតតែថាស្លាប់ក្នុងបន្ទប់ហ្មងមួយនៅបានកកមួយនៅសមុទ្រប្រាកានមួយនៅខេត្តសៀមរាបមួយនៅខេត្តបាត់ដំបងបច្ចុប្បន្នសាកសពពលករទាំងពីរនាក់នោះកំពុងតម្កល់ទុកនៅវត្តប៉ាឡេឡៃក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដើម្បីរងចាំសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណីពលករធ្វើចំណាក់ស្រុកខុសច្បាប់ម្នាក់ដែលកំពុងជាប់ឃុំនៅប្រទេសឥណ្ឌូនេស៊ីអំពាវនាវរកកិច្ចសង្គ្រោះបន្ទាប់ពីត្រូវឈ្មួញលក់កម្លាំងពលកម្មបន្តពីទូកនេសាទមួយទៅទូកនេសាទមួយទៀតអស់រយៈពេល7ឆ្នាំ
តាក់ទងបញ្ហានេះមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសកម្ពុជាជំរុញឲ្យក្រុមគ្រួសាររបស់ពលកររូបនោះដាក់ពាក្យបណ្ដឹងទៅក្រសួងពាក់ព័ន្ធដើម្បីឆាប់បានធ្វើអន្តរាគមន៍តាមផ្លូវច្បាប់លោកមុំសុផុនមានសេចក្តីរាយការណ៍ពលករខ្មែរចំណាក់ស្រុកដែលកំពុងជាប់ខ្លួនធ្វើជាកម្មករទូកនេសាទនៅប្រទេសឥណ្ឌូនេស៊ីអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជានិងអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធជួយអន្តរាគមន៍សង្គ្រោះជីវិតគាត់ឲ្យបានត្រឡប់មកប្រទេសកំណើតវិញលោកថឹមសៀងលីអាយុ28ឆ្នាំមានស្រុកកំណើតនៅស្រុកស៊ីធើកណ្ដាលខេត្តព្រៃវែងបានធ្វើចំណាក់ស្រុកដោយខុសច្បាប់ទៅធ្វើជាកម្មករទូកនេសាទប្រហែលជា7ឆ្នាំហើយលោកបានទូរស័ព្ទពីកោះវិជាតានៃប្រទេសឥណ្ឌូនេស៊ីមកថាលោកកំពុងតែធ្វើកម្មករនៅលើទូកពាក់ផ្លាកលេខ833ដោយមានដាក់ទង់ជាតិប្រទេសឥណ្ឌូនេស៊ីថាខ្ញុំនៅនេះគេអត់ឲ្យទៅផ្ទះវាមិនបានទៅស្រុកទេណាអត់បានទៅស្រុកវានៅរកឆ្នាំមកខ្ញុំចង់ទៅស្រុកហើយខ្ញុំទៅអត់បានខ្ញុំចង់ឲ្យជួយខ្ញុំឲ្យបានទៅស្រុកហើយគឺឲ្យយកបងមកយូរហើយខ្ញុំចង់ទៅស្រុកឲ្យបានយកទឹកម៉ែបងប្អូននៅស្រុកពីចិត្តអត់ឲ្យចេញអត់ឲ្យចេញយកត្រីអត់ចេញទៅផ្ទះហើយអត់ឲ្យចេញទៅខៃហើយលោកថឹមសៀងលីបានបន្តថារូបលោកនិងបរិសុទ្ធជនជាតិខ្មែរម្នាក់ទៀតដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់នោះទំនងជាអាចថៅកែទូកលោកបន្តឲ្យធ្វើជាកម្មករនេសាទលើទូកផ្សេងទៀតលោកបានអំពាវនាវឲ្យរដ្ឋាភិបាលនិងអង្គការនានាជួយសង្គ្រោះជីវិតពួកលោកផងឪពុកលោកថឹមសៀងលីគឺលោកហាយក្លូវរស់នៅក្នុងភូមិព្រៃខៀងឃុំរិស័យសាញ់ស្រុកស៊ីធើកណ្ដាលខេត្តព្រៃវែងបានថ្លែងថាលោកត្រេកអរដូចជាកូនរបស់លោកបានកើតម្ដងទៀតនៅពេលដែលទទួលដំណឹងពីកូនថានៅមានជីវិតនៅឡើយយើងនឹកមិនគ្រូទៅ7-8ឆ្នាំហើយដែលបានអីផងហើយខ្ញុំនឹងវាមិនចេះនឹងតាក់ទងខាងណាគេទៅប្រាប់បាននៅខាងអាត់ហុកហ្នឹងទទួលវាទេមកហ្នឹងបានតាក់ទងជាមួយអាត់ហុករហូតហ្នឹងគឺអូនិយាយវានិយាយថ្ងៃហ្នឹងដូចថាកូនខ្ញុំហ្នឹងវាបាត់ដំណឹងហ្នឹងដូចថាកូនហ្នឹងរស់សារថ្មីហ្នឹងគ្រូអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកកុយគួងធ្លាប់មានប្រសាសន៍សុំឲ្យក្រុមគ្រួសារដាក់ពាក្យបណ្ដឹងដោយមានព័ត៌មានពីជនរងគ្រោះដែលជាប់ខ្លួននៅក្រៅប្រទេសនោះឲ្យបានជាក់លាក់ដើម្បីងាយស្រួលឲ្យអាជ្ញាធរខ្មែរសហការជាមួយនឹងអាជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ីធ្វើអន្តរាគមន៍ក្នុងករណីនេះចំណែកឯអ្នកសម្របសម្រួលអង្គការអាត់ហុកប្រចាំនៅខេត្តព្រៃវែងគឺអ្នកស្រីអៀងកំលីបានថ្លែងថាគាត់កំពុងតែជួយប្រមូលព័ត៌មានលម្អិតផ្សេងៗដើម្បីឲ្យក្រុមគ្រួសារទៅរកកិច្ចអន្តរាគមន៍ពីក្រសួងការបរទេសកម្ពុជាខ្ញុំបានឯកសារខ្លះហើយមានរូបថតមានសម្បត្តិកំណើតរបស់គាត់ហើយដោយសារតែយើងអាចតាក់ទងមួយគាត់បានគាត់មានទូរស័ព្ទដែលអាចតាក់ទងបានហើយមួយទៀតយើងដឹងពីតំបន់របស់គាត់ដែលគាត់រស់នៅយើងស្គាល់លេខទូកអញ្ចឹងមិនន័យថាមានលទ្ធភាពច្រើននៅក្នុងការដែលអាចមើលទៅខាងរដ្ឋាភិបាលអាចជួយអន្តរាគមន៍យកគាត់បានមកវិញចង់និយាយថាព័ត៌មានដែលយើងបានដឹងវាជាក់លាក់ប្រជាពលរដ្ឋខេត្តព្រៃវែងប្រមាណជា 40,000 នាក់បានចេញធ្វើចំណាក់ស្រុកនៅក្រៅប្រទេសហើយមានជាង 18,000 នាក់ផ្សេងទៀតចេញរកការងារធ្វើនៅក្នុងស្រុកក្នុងចំណោមប្រជាពលរដ្ឋទូទាំងខេត្តនេះមានចំនួនសរុបប្រមាណជាង 1 លាននាក់ខ្ញុំមុំសុផុនវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តព្រៃវែងលោកអ្នកនាងជាទីមេត្រីគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិកុមារនិងត្រួតពិនិត្យរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិកុមារនៅកម្ពុជានៅថ្ងៃទី12ដល់ថ្ងៃទី13ខែមករាឆ្នាំ2015ខាងមុខសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវប្រទេសស្វីសចុះផ្សាយកាលពីម្សិលមិញថាក្រៅពីការត្រួតពិនិត្យទៅលើរបាយការណ៍កម្ពុជាស្តីពីការបង្ការលក់កុមារការធ្វើបេសកកម្មកុមារនិងរូបភាពឬសម្ភារៈអាហារភារកុមារគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិកុមារក៏នឹងត្រួតពិនិត្យទៅលើរបាយការណ៍នៃការចូលរួមរបស់កុមារក្នុងចំនួនប្រដាប់អាវុធផងដែរសេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថាបញ្ហាដែលនឹងអាចលើកយកទៅពិភាក្សារវាងគណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិកុមារនិងតំណាងប្រតិភូរាជរដ្ឋាភិបាលកម្ពុជារួមមានការការពារកុមារពីទេសចរផ្លូវភេទការរំលោភផ្លូវភេទលើកុមារនិងបញ្ហាពាក់ព័ន្ធជាច្រើនទៀតដើម្បីធានាការចុះបញ្ជីកំណើតនិងដើម្បីបង្កើតប្រព័ន្ធត្រួតពិនិត្យអាយុអនុសញ្ញាស្តីពីសិទ្ធិកុមារត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តនៅឆ្នាំ1989ហើយកម្ពុជាបានក្លាយជាសមាជិកនៃអនុសញ្ញានេះនៅឆ្នាំ1992កម្ពុជាសន្យាថានឹងគោរពព្រមទាំងអនុវត្តយ៉ាងទៀងទាត់នៅបទបញ្ញត្តិដែលមានចែងនៅក្នុងអនុសញ្ញានោះអាស្រ័យហេតុនេះហើយទើបកម្ពុជាតម្រូវឲ្យឆ្លងកាត់ការត្រួតពិនិត្យពីគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិកុមារជាប្រចាំលោកអ្នកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពុស្ដាផ្សេងៗទៀតនៃកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៅនេះ
លោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានបទវិភាគផ្ដោតអំពីតើបកប្រជាជនកម្ពុជាប្រើវិធីបែបណាខ្លះដើម្បីការពារសមិទ្ធផលថ្ងៃ7មករាអ្នកវិភាគសង្គមលើកឡើងថាសម្ដេចក្រមព្រះយាងចូលឆាកនយោបាយវិញគ្មានចំណេញដល់ជាតិទេនីតិខ្មែរកម្ពុជាក្រោមនឹងរៀបរាប់ជូនអំពីនយោបាយរបស់យួនអាណាមក្នុងការធ្វើឲ្យប្រទេសកម្ពុជានិងកម្ពុជាក្រោមក្លាយជាយួនហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់សេចក្តីរាយការណ៍និងបទវិភាគទាំងនេះជាបន្តបន្ទាប់ដោយមេត្រីបទវិភាគចាលោកនាងជាទីមេត្រីលោកហ៊ុនសែនអនុប្រធានគណៈបកប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីមានប្រសាសន៍ថាអ្នកដែលប្រឆាំងថ្ងៃ7មករាគឺជាសម្ព័ន្ធមិត្តរបស់ប៉ុលពតលោកថែមទាំងបដិញ្ញាចាត់ថានឹងពុះពៀគ្រប់ឧបសគ្គហ៊ានបដូរជីវិតដើម្បីការពារសមិទ្ធផល7មករានេះឲ្យស្ថិតស្ថេរជារៀងរហូតតើបកប្រជាជនកម្ពុជាប្រើវិធីបែបណាខ្លះដើម្បីការពារសមិទ្ធផលថ្ងៃ7មករាចាលោកវ៉ាន់វិចាមានបទវិភាគអំពីរឿងនេះបើចង់ដឹងថាគណៈបកប្រជាជនកម្ពុជាប្រើវិធីបែបណាដើម្បីការពារសមិទ្ធផល7មករានោះយើងត្រូវដឹងជាមុនថាអ្វីខ្លះជាសមិទ្ធផល7មករាសិនថ្ងៃ7មករា1979ជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រថ្មីដែលរំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីរបបឃោឃៅអាវខ្មៅប៉ុលពតថ្ងៃនេះក៏ជាថ្ងៃដែលកងទ័ពវៀតណាមចូលឈ្លានពានប្រទេសកម្ពុជានិងជាថ្ងៃដែលក្រមមន្ត្រីគណៈបកប្រជាជនកម្ពុជាសពថ្ងៃបានធ្វើធំដឹកនាំប្រទេសក្រោមការលើកបន្ទប់ពីវៀតណាមគណៈបកកណ្ដាលអំណាចអះអាងថាសមិទ្ធផលធំមួយរបស់ខ្លួននោះគឺជាការនាំសន្តិភាពនិងស្ថិរភាពនយោបាយជូនប្រជាជាតិកម្ពុជាហេតុនេះការរក្សាសន្តិភាពជាកាតព្វកិច្ចចាំបាច់របស់ខ្លួននៅពេលដែលខ្មែរក្រហមរត់ចេញពីភ្នំពេញទៅកម្ពុជាសម្បូរទៅដោយធនធានធម្មជាតិសពបែបសពយ៉ាងតាំងពីព្រៃឈើសត្វព្រៃធនធានរ៉ែនិងធនធានមច្ឆជាតិជាដើមត្រង់ចំណុចនេះគណៈបកកណ្ដាលអំណាចលើកឡើងថាកម្ពុជានៅឆ្នាំ1979ជាឆ្នាំ0ឬជាឆ្នាំគំនោផែផងគណៈបកប្រជាជនថែមទាំងអួតទៀតថាខ្លួនអភិវឌ្ឍប្រទេសតាំងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍដោយសពថ្ងៃទៀតពិតពីឆ្នាំ1979ដល់ឆ្នាំ1993ការអភិវឌ្ឍវិស័យសាធារណៈក្នុងប្រទេសកម្ពុជាមិនបានប្រែប្រួលជាដុំកំភួននោះទេមូលហេតុនេះព្រោះតែរដ្ឋការខ្មែរក្រហមដែលកាន់អំណាចនៅក្នុងព្រៃពេលខ្លះបានចេញមកវាយប្រហារឆក់ប្លន់នៅទីប្រជុំជនដែលជាតំបន់គ្រប់គ្រងដោយរដ្ឋកម្ពុជាគណៈបកប្រជាជនកម្ពុជាទប់ទល់នឹងខ្មែរក្រហមដោយអនុញ្ញាតឲ្យកងទ័ពវៀតណាមចូលជើងនៅកម្ពុជានិងដាក់ជំនាញការគ្រប់ក្រសួងគ្រប់ខេត្តគ្រប់តំបន់នៅទូទាំងប្រទេសរហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី23ខែតុលាឆ្នាំ1991រវាងរដ្ឋាភិបាលត្រីភាគីដែលដឹកនាំដោយសម្ដេចនរោត្តមសីហនុនិងភាគីរដ្ឋកម្ពុជាដែលដឹកនាំដោយលោកហ៊ុនសែនភាគីទាំងអស់ព្រមព្រៀងគ្នាចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ1993ដែលរៀបចំឡើងដោយអាជ្ញាធរបណ្ដោះអាសន្នឬអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅកាត់ថាអ៊ុនតាគណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតក្នុងការបោះឆ្នោតលើកដំបូងនោះតែបកនេះបានឡាំប៉ាទាមទារអំណាចរួមជាមួយនឹងគណៈបកហ៊ុនស៊ិនប៉ិចដែរបើបកហ៊ុនស៊ិនប៉ិចមិនព្រមចែកអំណាចទេនោះរដ្ឋាភិបាលថ្មីមួយអាចនឹងកើតមានឡើងនៅភាគខាងកើតទន្លេមេគង្គជាមិនខានសម្ដេចនរោត្តមសីហនុដោះស្រាយបញ្ហានេះដោយបង្កើតរដ្ឋាភិបាលក្បាល2ចម្លែកជាងគេនៅលើពិភពលោកប្រការទាំងនេះទំនងជាគណៈបកកណ្ដាលអំណាចគិតថាមានតែក្រុមខ្លួនទេមើលទៅដែលអាចរក្សាសន្តិភាពជូនកម្ពុជាបានក្នុងហេតុផលការពារសមិទ្ធផល7មករាឬការពារសន្តិភាពនេះរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុនសែនបានច្បាំងគ្នាជាមួយគណៈបកហ៊ុនស៊ិនប៉ិចនៅថ្ងៃទី5និងថ្ងៃទី6ខែកក្កដាឆ្នាំ1997ចម្បាំងមួយចំអិនកំពឹសនោះបានសម្លាប់មនុស្សអស់ជាច្រើននាក់ដៃម្ខាងរបស់គណៈបកប្រជាជនកម្ពុជាព្យាយាមផ្ដួលរំលំរបបខ្មែរក្រហមហើយជើងម្ខាងទៀតបែងគណៈបកហ៊ុនស៊ិនប៉ិចឲ្យដួលងើបមុខលែងរួចក្រៅពីប្រយុទ្ធសាស្ត្រប្រយុទ្ធវិធីប្រយុទ្ធដណ្ដើមអំណាចលោកហ៊ុនសែនក៏ថែមទាំងប្រើប្រាស់កម្លាំងបង្ក្រាបបាតកម្មទៀតបាតកោរាប់សិបនាក់បានស្លាប់និងរាប់រយនាក់ទៀតបានរងរបួសដោយសារតែអាជ្ញាធរបង្ក្រាបនិងស្នាដៃរបស់ជនអនាមិកដែលគប់គ្រាប់បែកចូលវងបាតកោនៅមុនឆ្នាំ2000ក្រៅពីសម្លាប់ក្រៅប្រព័ន្ធច្បាប់មន្ត្រីសង្គមស៊ីវិលសហជីពអ្នកកាសែតនិងពលរដ្ឋជាច្រើនក៏ត្រូវអាជ្ញាធរចាប់ដាក់គុកក្រោមលេសថារក្សាសន្តិភាពសុវត្ថិភាពសង្គម
សង្គមមានសុវត្ថិភាពដែលលោកហ៊ុនសែនឲ្យនិយមន័យនោះគឺជាសង្គមដែលគណៈបកប្រជាជនកម្ពុជាដឹកនាំប្រទេសឬនិយាយឲ្យស្រួលស្ដាប់គឺជាសង្គមដែលលោកហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីប្រហែលជាមើលឃើញបែបនេះហើយទើបមន្ត្រីគណៈបកប្រជាជនកម្ពុជាតាំងពីថ្នាក់លោកខែដល់ថ្នាក់ជំនួយការប្រធានភូមិតែងតែទទូចទារសកលមិនដាច់ពីមាត់ពីប្រជាពលរដ្ឋខ្មែរមិនតែប៉ុណ្ណោះគណៈបកនេះថែមទាំងបំភ័យប្រជាពលរដ្ឋថាបើបកប្រឆាំងជាប់ឆ្នោតនឹងមានសង្គ្រាមជាដើមនៅមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី5លោកហ៊ុនសែនប្រកាសជាសាធារណៈថាបើលោកចាញ់ឆ្នោតលោកនឹងឈប់ធ្វើបុណ្យលោកថែមទាំងបញ្ជាក់ទៀតថាបើចង់សងគុណ7មករាគឺត្រូវបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាបំភ័យសម្លុតគម្រាមបែបហ្នឹងមិនគ្រប់គ្រាន់ទេលោកហ៊ុនសែនក៏ចូលចិត្តប្រើវិធីទិញទឹកចិត្តឬទិញសមត្ថភាពអ្នកនយោបាយពីខាងក្រៅមកជួយខ្លួនដែរតាមរយៈយុទ្ធសាស្ត្រទិញនេះហើយដែលធ្វើឲ្យលោកមានទីប្រឹក្សាពូកែរាប់សិបនាក់នៅជុំវិញខ្លួននិងទិញរហូតដល់គណៈបករាជានិយមដែលធ្លាប់តែឈ្នះឆ្នោតនោះរលាយបាត់អស់អាសនៈពីសភាគ្មានសល់បើគ្រាន់តែធ្វើឲ្យគូប្រកួតប្រជែងចុះខ្សោយនោះគឺមិនគ្រប់គ្រាន់ឡើយសម្រាប់គណៈបកកណ្ដាលអំណាចគណៈបកនេះបានពង្រឹងសាមគ្គីភាពផ្ទៃក្នុងផ្នែកនយោបាយនិងកម្លាំងសេដ្ឋកិច្ចដ៏រឹងមាំគណៈបកប្រជាជនកម្ពុជាមិនបានរកស៊ីអ្វីបន្តិចទេតែបកនេះមិនខ្វះលុយចាយឡើយបកនេះដើរតួនាទីជាតាណូអែលចាំតែចែកអំណោយអ្វីដែលប្លែកបន្តិចនោះគឺតាណូអែលមែនតែនលួចប្លង់អំណោយឲ្យស្ងាត់រីឯតាណូអែលនៃគណៈបកប្រជាជនកម្ពុជាចែកអំណោយនៅពីខាងមុខម៉ាស៊ីនថតរូបដែលមានអ្នកថតរូបរាប់សិបនាក់គណៈបកប្រជាជនកម្ពុជាក៏មិនចាំបាច់ត្រូវការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណៈបកនយោបាយដើម្បីបានលុយជាតិមកឃោសនាបោះឆ្នោតតែគណៈបកនេះគឺមានលុយស្រាប់តែម្ដងតែលុយទាំងអស់នោះបានមកពីណាចម្លើយគឺបានមកពីរោគរដ្ឋមន្ត្រីប្រាក់ខែជាង4លានរៀលប៉ុន្តែជិះឡានសុទ្ធតែលុយស៊ី500ចិត្តផ្ទះធំស្កឹមស្កៃតម្លៃរាប់លានដុល្លារគាត់រកលុយបានដោយវិធីណាចម្លើយគឺមានវិធីច្រើនណាស់តែចម្លើយមួយដែលគេនិយមនិយាយជាងគេនោះគឺបានមកពីអ្នកទាំងនោះមានជំនាញរកក្រៅអុកញ៉ាមួយចំនួនវិញមានសិទ្ធិស្របច្បាប់ទទួលយកដីរដ្ឋយកទៅលក់អ្នកខ្លះទៀតត្រូវបានរដ្ឋប្រគល់ដីសាធារណៈដែលមានប្រជាពលរដ្ឋរស់នៅលើទីនោះស្រាប់នោះឲ្យយកទៅវិនិយោគលោកអុកញ៉ាទាំងនោះមិនញញើតទេនឹងការបណ្ដេញពលរដ្ឋទាំងនោះចេញពីលំនៅឋានបន្ទាប់មកទៀតអ្នកខ្លះក៏រកស៊ីបូមខ្សាច់រកស៊ីលក់រ៉ែរកស៊ីលក់ឈើរកស៊ីដីសម្បត្តិព្រៃឈើនិងបើករោងចក្រជាដើមលុយដែលមិនសូវមានប្រភពច្បាស់លាស់ទាំងនេះហើយដែលជាគ្រឹះសម្រាប់ជ្រុំជ្រែងសមិទ្ធផលថ្ងៃ7មករាទោះជាយ៉ាងណាក៏ដោយយុវជនសកលក្រោយច្រើនណាស់ដែលចង់បានការអភិវឌ្ឍប្រទេសដោយផ្អែកលើផែនការច្បាស់លាស់នៅថ្ងៃទី7ខែមករាឆ្នាំ2015នេះយុវជនអ្នកលេង Facebook ជាច្រើនអ្នកដែលមិនពេញចិត្តនឹងរបៀបដឹកនាំប្រទេសរបស់គណៈបកប្រជាជនកម្ពុជាបានចេញមុខបដិសេធសងគុណថ្ងៃ7មករាឆ្នាំ1979អ្នកខ្លះផ្ញើសាររិះគន់អ្នកខ្លះទៀតផ្ញើសារចំអកហើយអ្នកខ្លះទៀតផ្ញើសារជេរបញ្ចោលតែម្ដងពួកគេមិនពេញចិត្តប្រហែលជាមិនមែនមកពីគណៈបកប្រជាជនកម្ពុជាផ្ដួលរំលំរបបខ្មែរក្រហមទេប៉ុន្តែអំពើអយុត្តិធម៌សង្គមពុករលួយបំផ្លាញធនធានទ្រព្យសម្បត្តិជាតិធនធានធម្មជាតិនិងការរំលោភសិទ្ធិពលរដ្ឋទៅវិញទេដែលធ្វើឲ្យពលរដ្ឋធុញទ្រាន់នឹងគុណបំណាច់7មករានេះខ្ញុំបានវិចារវិទ្យុអាស៊ីសេរីភ្នំពេញសេចក្តីរាយការណ៍ពិស្ដាលោកអ្នកនាងជាទីមេត្រីអ្នកនយោបាយចាស់រក្សាដែលធ្លាប់ដណ្ដើមសន្លឹកឆ្នោតក្នុងការប្រកួតកាលពីអាណត្តិទី1ឆ្នាំ1993គឺសម្ដេចក្រមព្រះនរោត្តម រណរដ្ឋបានយាងចូលក្នុងឆាកនយោបាយឡើងវិញចាដោយព្រះអង្គបានបដិញ្ញាចិត្តយ៉ាងមុតមមដឹកនាំគណៈបរិជានិយមហ៊ុនស៊ិនពេជ្រម្ដងទៀតបើទោះបីជាព្រះអង្គធ្លាប់រងការបណ្តេញចេញពីបកក៏ដោយការយាងចូលក្នុងឆាកនយោបាយវិញរបស់សម្ដេចក្រមព្រះនេះហាក់ដូចជាមិនធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកតាមដានស្ថានភាពនយោបាយនោះឡើយចាក់ក្រុមអ្នកវិភាគលើកឡើងថាព្រះអង្គនឹងមិនអាចធ្វើឲ្យស្ថានភាពប្រទេសកម្ពុជាបានល្អប្រសើរនោះទេលោកទីនចក្រាយាមានសេចក្តីរាយការណ៍អំពីរឿងនេះអតីតនាយករដ្ឋមន្ត្រីទី1សម្ដេចក្រមព្រះនរោត្តម រណរដ្ឋគឺជាតួអង្គដ៏សំខាន់នៅក្នុងការដឹកនាំគណៈបកហ៊ុនស៊ិនពេជ្រក្នុងការប្រកួតប្រជែងជាមួយគណៈបកប្រជាជនកម្ពុជាកាលពីអាណត្តិទី1រហូតដល់ដណ្ដើមបានជ័យជំនះ
តែក្រោយមកគណៈបកហ្វុនស៊ិនពេជ្របានថយសម្លេងឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិរហូតដល់បាត់សម្លេងនៅអាណត្តិទី5នេះសម្រាប់ការបោះឆ្នោតនៅពេលខាងមុខគណៈបកហ្វុនស៊ិនពេជ្របានយាងសម្ដេចក្រមព្រះនរោត្តមរណរដ្ឋឲ្យមកដឹកនាំគណៈបកនេះឡើងវិញក្រោយពីបណ្ដេញព្រះអង្គចេញពីគណៈបកនោះការយាងចូលក្នុងឆាកនយោបាយឡើងវិញរបស់សម្ដេចក្រមព្រះដែលព្រះអង្គធ្វើជាប្រធានគណៈបកហ្វុនស៊ិនពេជ្រនេះត្រូវបានក្រុមនៃវិភាគលើកឡើងថាព្រះអង្គហាក់ដូចជាយឺតពេលក្នុងការស្ដារគណៈបកនេះឡើងវិញសាស្ត្រាចារ្យអក្សរសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងជាអ្នកវិភាគសង្គមលោកហែមកុយមានប្រសាសន៍ថាការយាងត្រឡប់ចូលឆាកនយោបាយវិញរបស់សម្ដេចក្រមព្រះអង្គនឹងមិនអាចធ្វើអ្វីៗបានសម្រាប់ប្រទេសជាតិនោះទេម្យ៉ាងទៀតការដណ្ដើមយកប្រជាប្រិយភាពពីប្រជាពលរដ្ឋឲ្យមកគាំទ្រព្រះអង្គនោះក៏មានការលំបាកដែរសំខាន់ត្រង់ថាអ្វីដែលព្រះអង្គចង់ធ្វើនោះវាមិនអាចធ្វើទៅរួចសោះព្រះអង្គមានអំណាចពេញលេញទាំងកងទ័ពទាំងអ្វីទាំងអស់នៅព្រះអង្គធ្វើមិនកើតចុះត្រឹមលើដែលព្រះអង្គគ្មានអ្វីសោះនៅក្នុងដៃទាំងប្រជាប្រិយទាំងទ័ពទាំងអ្វីទាំងអស់នោះតើព្រះអង្គធ្វើអ្វីកើតទេហើយយើងដឹងហើយថាមុនការបោះឆ្នោតឆ្នាំ1993ព្រះអង្គបានសន្យាខ្លាំងណាស់ជាពិសេសគឺសន្យាលុបសិទ្ធិសញ្ញាក្នុងទូរដ្ឋបច្ចុប្បន្នទី2ការដោះស្រាយបញ្ហាអន្តោប្រវេសន៍ទី3ការលុបបំបាត់អំពើពុករលួយសរុបមកទាំងអស់ការចងសម្ព័ន្ធភាពរវាងលោកញឹកប៊ុនឆៃនិងសម្ដេចក្រមព្រះនរោត្តមរណរដ្ឋនៅពេលនេះមិនមែនជាលើកទី1នោះទេបន្ទាប់ពីមានការបែកបាក់ថ្នាក់ដឹកនាំហ្វុនស៊ិនពេជ្រនោះគណៈបកហ្វុនស៊ិនពេជ្រនិងគណៈបកនរោត្តមរណរដ្ឋបានចងសម្ព័ន្ធភាពគ្នារវាងភាគីលោកញឹកប៊ុនឆៃនិងសម្ដេចក្រមព្រះនរោត្តមរណរដ្ឋកាលពីមុនបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ2012ដោយមានការសម្របសម្រួលពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលធ្វើឡើងនៅវិមានសន្តិភាពប៉ុន្តែសម្ព័ន្ធភាពរវាងលោកញឹកប៊ុនឆៃនិងសម្ដេចក្រមព្រះនេះបានរយៈពេលខ្លីក៏បែកបាក់គ្នាជាថ្មីម្ដងទៀតរហូតដល់សម្ដេចក្រមព្រះបានប្រកាសថាព្រះអង្គឈប់ធ្វើនយោបាយក៏ប៉ុន្តែនៅក្នុងបរិបទនយោបាយនៅពេលនេះព្រះអង្គលែងគិតពីអតីតកាលហើយសម្ដេចក្រមព្រះនរោត្តមរណរដ្ឋព្រះអង្គមានប្រិយបន្ទូលថាព្រះអង្គមិនចង់លើកពីរឿងអតីតកាលអំពីការបែកបាក់គណៈបកហ្វុនស៊ិនពេជ្រកាលពីមុនទេតែព្រះអង្គបញ្ជាក់ថាវត្តមានរបស់ព្រះអង្គនៅក្នុងឆាកនយោបាយឡើងវិញនៅពេលនេះក្នុងគោលបំណងធំគឺបង្រួបបង្រួមអ្នករាជានិយមគោលដៅរបស់ខ្ញុំមានតែមួយគត់ក្រម៉ែប្រមូលសម្លេងអ្នករាជានិយមអ្នកសីហនិយមដែលជាសម្លេងរបស់ខ្ញុំអាណិតមេត្តាមើលណែដោយសារយើងបែកបាក់គ្នាហ្នឹងយើងនឹងមានន័យថាអ្នករាជានិយមសីហនិយមមានគណៈបក1គណៈបក2ហ្នឹងហើយបានតែវាលាក់ហ្នឹងសម្ដេចក្រមព្រះនរោត្តមរណរដ្ឋព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី1នៅក្នុងអាណត្តិបោះឆ្នោតលើកដំបូងតាមបែបប្រជាធិបតេយ្យនៅឆ្នាំ1993នៅក្នុងអាណត្តិទី2ឆ្នាំ1998វិញនៅពេលនោះគណៈបកហ្វុនស៊ិនពេជ្របានបាត់បង់អ្នកគាំទ្រគឺនៅសល់តែ44អាសនៈទេការធ្លាក់ចុះនេះដោយសារតែការបែកបាក់ផ្ទៃក្នុងរបស់ហ្វុនស៊ិនពេជ្រដូចជាមន្ត្រីជាន់ខ្ពស់គណៈបកហ្វុនស៊ិនពេជ្រតែបង្កើតគណៈបកផ្សេងមានលោកអឹងហួតនិងលោកសំរងស៊ីជាដើមក្រៅពីនោះទៀតក៏មានអ្នកខ្លះរត់ទៅចោះចូលជាមួយគណៈបកប្រជាជនកម្ពុជានៅក្នុងបរិបទនយោបាយបច្ចុប្បន្ននេះវិញការយាងចូលមកបង្រួបបង្រួមអ្នករាជានិយមរបស់សម្ដេចក្រមព្រះនេះអ្នកវិភាគបញ្យល់ថាវាមិនងាយស្រួលដោយដែលព្រះអង្គមានប្រិយបន្ទូលនោះទេលើពីនេះទៀតអ្នកវិភាគអះអាងថាការយាងចូលក្នុងឆាកនយោបាយអាចថាជាល្បែងនយោបាយរបស់គណៈបកណាមួយនៅពីក្រោយខ្នងរបស់ព្រះអង្គតែប៉ុណ្ណោះអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិតសុកទូចមានប្រសាសន៍ថាការយាងត្រឡប់មកដឹកនាំគណៈបកហ្វុនស៊ិនពេជ្ររបស់សម្ដេចក្រមព្រះឡើងវិញនេះនរណាក៏ដឹងដែរថាគណៈបកហ្វុនស៊ិនពេជ្រនឹងមិនអាចដណ្ដើមជ័យជំនះបានទេនៅក្នុងការបោះឆ្នោតនីតិកាលទី6ខាងមុខក៏ប៉ុន្តែអ្វីដែលជំរុញឲ្យព្រះអង្គយាងមកធ្វើជាប្រធានគណៈបកហ្វុនស៊ិនពេជ្រឡើងវិញនេះអាចថានៅពេលខាងមុខគណៈបកហ្វុនស៊ិនពេជ្រនឹងទទួលបានអាសនៈមួយចំនួននៅក្នុងរដ្ឋសភាដើម្បីចាប់ដៃគូជាមួយគណៈបកប្រជាជនកម្ពុជានៅក្រៅពេលបោះឆ្នោតជៀសវាងមានការជាប់គាំងនយោបាយដោយកាលពីឆ្នាំ2013គាត់និយាយថាគាត់មិនអាចចោលគណៈបកប្រជាជនទេពីព្រោះមានតាំងពីតកូណាមកមានតាំងពីអីមកដែលបានផ្ដាច់ផ្ដាំមុនផងគឺពីអង្គុតនឹងត្រូវតែចាប់ដៃគណៈបកប្រជាជនតែកន្លែងហ្នឹងគឺមិនចង់យកគណៈបកប្រជាជនជាផ្ទាំងសិទ្ធិហើយបើមិនពីគាត់អត់យកគណៈបកប្រជាជនជាផ្ទាំងសិទ្ធិទេខ្ញុំគិតថាគាត់នឹងលំបាកនឹងទទួលចំណេញច្រើនណាស់ពីព្រោះយើងដឹងថាគណៈបកដែលមានចំនួនគ្រប់គ្រងកម្មវិធីនៅពេលដែលយកគណៈបកកាន់អំណាចធ្វើជាដៃគូលោកបណ្ឌិតសុកទូចបន្ថែមថាការយាងចូលក្នុងឆាកនយោបាយរបស់សម្ដេចក្រមព្រះនេះហាក់គ្មានយុទ្ធសាស្ត្រអ្វីថ្មីក្រៅពីយកកេរមរតករបស់អតីតព្រះមហាក្សត្រមកបង្ហាញប្រជាពលរដ្ឋនោះទេលោកបញ្ជាក់ថាគណៈបកហ្វុនស៊ិនពេជ្រនឹងមិនធ្វើឲ្យមានការប្រែប្រួលសម្រាប់ស្ថានភាពនយោបាយនៅកម្ពុជានោះឡើយ
គាត់ប្រើនយោបាយចាក់ដែរគេថានយោបាយស៊ីកេនយោបាយលុកកេដែរម៉ាត់ណាឃ្លាណាក៏អត់មានអីថ្មីទេគឺមានតែយកអតីតរបស់គេហៅថាព្រះមហាក្សត្រនរោត្តម សីហនុនឹងធ្វើជាសមិទ្ធផលរបស់ខ្លួនគាត់មានបានបង្កើតសម្រាប់ទៅថ្ងៃអនាគតថាតើទៅធ្វើយ៉ាងដូចម្ដេចការអនុវត្តប្រទេសជាតិយ៉ាងដូចម្ដេចដើម្បីឲ្យប្រទេសនោះមានការរីកចម្រើនគឺយកតែពីស្នាដៃស្នាប្រព័ន្ធរបស់ប្រមាថរបស់ប្រទេសនោះអញ្ចឹងគាត់ស៊ីគេអីក្រៅពីនេះទៀតអ្នកវិភាគសង្កត់ធ្ងន់ថាការប្រម៉ែប្រមូលអ្នករាជានិយមរបស់សម្ដេចក្រមព្រះនេះនឹងមិនទទួលបានជោគជ័យនោះទេពីព្រោះថាអតីតរបស់មន្ត្រីហ៊ុនស៊ុនពេជ្រមួយចំនួនបានទៅចាក់ឫសយ៉ាងជ្រៅនៅក្នុងគណៈបកប្រជាជនកម្ពុជានិងនៅគណៈបកសង្គ្រោះជាតិឡាអ្នកខ្លោមើលផ្នែកអភិវឌ្ឍសង្គមលោកបណ្ឌិតកែមលីមានប្រសាសន៍ថាគណៈបកហ៊ុនស៊ុនពេជ្របើចង់ធ្វើកំណែតម្រង់ប្រមូលអ្នករាជានិយមនោះគឺត្រូវធ្វើកំណែតម្រង់តាំងពីអាណត្តិទី2ឆ្នាំ1998មកម្លេះពីព្រោះនៅពេលនោះគណៈបកនេះបានបាត់បង់អ្នកគាំទ្រយ៉ាងច្រើននិងមានការបែកបាក់ផ្ទៃក្នុងតែឥឡូវនេះទោះបីជាមានវត្តមានសម្ដេចក្រមព្រះក៏មិនអាចស្ដារគណៈបកហ៊ុនស៊ុនពេជ្រឡើងវិញបានដែរជារួមយើងនិយាយពីស្លឹកវាគេធីកចោលហើយយើងរត់យកមកគប់យើងនិយាយពីរឿងព្រេងវិញរឿងខ្មែរយើងនិយាយថាខ្មោចតែទៅបានខែខ្មោចមកវិញខ្ញុំគិតថាมันទទួលបានលទ្ធផលច្រើនទេវាលែងតែគាត់ក្រុមចាស់ហ៊ុនវិញពេជ្រនឹងខ្លាយទៅជាព្រឹទ្ធាចារ្យគណៈបកហើយជ្រើសរើសនៅអ្នកនយោបាយដែលជារាជវង្សានុវង្សវ័យក្មេងមានចំណេះដឹងមានការអប់រំទោះមានសិលធម៌ហើយអត់ទាន់ប្រឡាក់ប្រឡូសក្នុងនយោបាយឈាមថ្មីដល់ដល់នឹងអាចនឹងទទួលបានខ្លះប៉ុន្តែមិនអាចធ្វើឲ្យមានការប្រែប្រួលក្នុងឆាកនយោបាយទេនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីកាលពីរាត្រីថ្ងៃទី6មករាសម្ដេចក្រមព្រះនរោត្តម រណរដ្ឋនៅតែមានជំនឿយ៉ាងមុតមាំថាព្រះអង្គនឹងអាចប្រមូលអ្នករាជានិយមឲ្យមកគាំទ្រគណៈបកហ៊ុនស៊ុនពេជ្រវិញបានក៏ប៉ុន្តែបញ្ហាជាក់ស្ដែងនោះអាស្រ័យលើប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តនៅពេលបោះឆ្នោតខាងមុខក្រៅពីនេះទៀតសម្ព័ន្ធភាពឬការចាប់ដៃគ្នាឡើងវិញរវាងសម្ដេចក្រមព្រះនរោត្តម រណរដ្ឋនិងលោកញឹក ប៊ុនឆៃនេះថាតើនឹងរឹងមាំក្នុងកម្រិតណានៅពេលខាងមុខនោះគេក៏មិនទាន់ដឹងនៅឡើយពីព្រោះថាអ្នកទាំងពីរធ្លាប់មានបទពិសោធន៍ម្ដងរួចហើយក្នុងការចាប់ដៃគ្នាដើម្បីកសាងហ៊ុនស៊ុនពេជ្រឡើងវិញក៏ប៉ុន្តែការចាប់ដៃគ្នានេះមិនបានរយៈពេលយូរនោះទេក៏លែងគ្នាវិញនៅកណ្ដាលទីនៅមុនពេលការប្រកួតក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2012នោះខ្ញុំទីនសាការីយ៉ាវិទ្យុអាស៊ីសេរីពីទីក្រុងភ្នំពេញនេតិខ្មែរកម្ពុជាក្រោមចាលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនេតិខ្មែរកម្ពុជាក្រោមសប្តាហ៍នេះលោកយាងសុជីមេតានឹងរៀបរាប់អំពីប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោមបន្តទៀតចាដោយផ្ដោតលើនយោបាយរបស់យួនអាណាមក្នុងការធ្វើឲ្យប្រទេសកម្ពុជាក្លាយជាយួនជាពិសេសគឺនៅក្នុងរជ្ជកាលស្ត្រីអង្គមីដែលយួនមានឥទ្ធិពលសឹងផ្ដាច់មុខតឯងមកលើកម្ពុជាចាសូមអញ្ជើញស្ដាប់ដូចតទៅបើទោះបីជាយួនអាណាមបានចូលមកត្រួតត្រាអាណាចក្រខេត្តរបស់ខ្មែរនៅកម្ពុជាក្រោមសឹងតែទាំងអស់រួចហើយក្តីនៅចុងសតវត្សទី18អាតិរិយយួនអាណាមក៏នៅតែបន្តអនុវត្តនយោបាយអូសទាញព្រះមហាក្សត្រខ្មែរឲ្យស្ថិតនៅក្រោមឥទ្ធិពលរបស់គេដដែលពួកគេមានបំណងធ្វើជាអាណត្តិព្យាបាលរបស់ខ្មែរផ្ដាច់មុខតែឯងព្រោះថាមហិច្ឆតារបស់យួនអាណាមនៅពេលនោះមិនត្រឹមតែចង់បានដែនដីកម្ពុជាក្រោមប៉ុណ្ណោះទេគឺគេមានបំណងលេបត្របាក់យកកម្ពុជាទាំងមូលតែម្ដងជាក់ស្ដែងយួនអាណាមបានព្យាយាមធ្វើឲ្យប្រទេសកម្ពុជាក្លាយជាយួនក្នុងរជ្ជកាលក្សត្រីអង្គមីក្សត្រីដែលយួនលើកបន្ទប់ឲ្យឡើងសោយរាជស្នងពីព្រះបិតារបស់ព្រះនាងគឺព្រះបាទអូតេរាជាឬព្រះបាទអង្គច័ន្ទព្រះបាទអង្គច័ន្ទត្រូវជាព្រះរាមរបស់ព្រះអង្គស្ងួនព្រះអង្គអឹមនិងព្រះអង្គឌួងព្រះអង្គត្រូវបានសៀមជាអ្នកអភិសេកឲ្យឡើងសោយរាជតែក្រោយមកព្រះអង្គបែរជាងាកមកស្និទ្ធជាមួយនឹងយួនវិញបន្ទាប់ពីព្រះអង្គមានវិវាទជាមួយព្រះអនុជគឺព្រះអង្គស្ងួនដែលមានសៀមនៅពីក្រោយព្រះអង្គច័ន្ទមានបុត្រីចំនួន5រូបតែពុំមានបុត្រាឡើយបុត្រីទាំង5អង្គនោះគឺក្សត្រីអង្គប៉ែនក្សត្រីអង្គមីក្សត្រីអង្គមុំក្សត្រីអង្គពៅនិងក្សត្រីអង្គស្ងួនបើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់សាស្ត្រាចារ្យត្រង់ងារបានសរសេរថានៅពេលដែលព្រះបាទអង្គច័ន្ទចូលទីវង្គតនៅឆ្នាំ1834ស្ដេចយួនឈ្មោះមីងម៉ាងដែលជារាជបុត្រសោយរាជស្នងពីព្រះចៅយ៉ាឡុងបានបញ្ជូនមន្ត្រីយួនឈ្មោះអង្គខំម៉ាងឲ្យនាំគ្រឿងបណ្ណាការមកកម្ពុជាជួយក្នុងពិធីបុណ្យព្រះបរមសពហើយមន្ត្រីយួនរូបនេះក៏ត្រូវមានបេសកកម្មជ្រើសរើសក្សត្រថ្មីឲ្យឡើងសោយរាជបន្តទៀតដែរឯកសារដដែលសរសេរថាតាមពិត
មន្ត្រីយួនរូបនេះបានទទួលបញ្ជាពីស្ដេចមីងម៉ាងថាត្រូវលើកក្សត្រីអង្មីរួចហើយប៉ុន្តែដើម្បីជាការបិទបាំងកុំឲ្យគេដឹងពីបំណងពិតរបស់ស្ដេចយួនលោកអង្ខាំម៉ាងក៏បានធ្វើការប្រឹក្សាសួរយោបល់មន្ត្រីខ្មែរហើយបានបញ្ជាក់ប្រាប់មន្ត្រីខ្មែរថាត្រូវជៀសវាងកុំលើកក្សត្រទាំងឡាយណាដែលបានភៀសព្រះកាយទៅខាងសៀមរួមមានព្រះអង្គអឹមនិងព្រះអង្គឌួងជាដើមនិងត្រូវជៀសវាងលើកក្សត្រីអង្គប៉ែនដែលជាបុត្រីច្បងរបស់ព្រះបាទអង្គច័ន្ទព្រោះបុត្រីអង្គនេះមានព្រះមាតាជាអ្នកស្និទ្ធស្នាលនឹងសៀមក្រោយឡើងសោយរាជ្យរួចក្សត្រីអង្គមីត្រូវយួនផ្ដល់ប្រនាមថាបាកុងជួរឬងកវឹងកុងជួរចំពោះការជ្រើសរើសក្សត្រីអង្គមីឲ្យឡើងសោយរាជ្យនេះលោក David Chandler អ្នកប្រវត្តិសាស្ត្រជនជាតិអាមេរិកលោកបានសរសេរក្នុងសៀវភៅប្រវត្តិសាស្ត្រខ្មែរលោកថាប្រការសំខាន់ដែលយួនជ្រើសរើសក្សត្រីអង្គមីឲ្យឡើងសោយរាជ្យនោះគឺយួនអាណាមគេមានបំណងធ្វើកំណែតម្រង់ផ្នែករដ្ឋបាលលើស្រុកខ្មែរដែលគេបានរៀបចំទុកមកហើយលោកថាសេចក្តីសម្រេចចិត្តផ្នែករដ្ឋបាលប្រចាំថ្ងៃនោះរាប់បញ្ចូលទាំងការតែងតាំងមន្ត្រីការគ្រប់គ្រងលើប្រាក់បៀវត្សការគ្រប់គ្រងលើកិច្ចការយោធានិងការគ្រប់គ្រងផលស្រូវជាដើមគឺត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់យួនទាំងស្រុងលោក Chandler សរសេរបន្តថាទីក្រុងវេក៏បានបញ្ជូនមន្ត្រីយួនចំនួន16នាក់ស្មៀន70នាក់និងចាងវាងសាលារៀន10នាក់មកភ្នំពេញដើម្បីបង្កើតក្រុមបង្គោលនៃរចនាសម្ព័ន្ធមួយសម្រាប់រដ្ឋបាលនោះចំណែកលោក Adema Leclerc អតីតរេស៊ីដង់បារាំងនៅកម្ពុជាលោកបានលើកឡើងក្នុងសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជារបស់លោកថាអ្នកដែលមានគំនិតមិនចង់ឲ្យក្សត្រីអង្គមីឡើងសោយរាជ្យមិនត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងពិធីជ្រើសរើសនោះឡើយលោកថាចំណែកឯរាជខ្មែរវិញអស់កម្លាំងនឿយណាយនឹងសង្គ្រាមនិងចង់បានសន្តិភាពណាស់តែមិនបានគិតដល់ថាព្រះមហាក្សត្រីដែលទើបឡើងសោយរាជ្យនោះនឹងគ្មានឥទ្ធិពលហើយក៏មិនបានដឹងថាមេទ័ពអាណាមនៅពីក្រោយព្រះនាងសុទ្ធតែមានអំណាចខ្លាំងណាស់ហើយអាចបញ្ជាលើរដ្ឋមន្ត្រីខ្មែរបានលោកលើកក្លែសរសេរបន្តថាការដែលស្ដេចយួនរៀបចំឲ្យក្សត្រីអង្គមីឡើងសោយរាជ្យគឺគ្រាន់តែដើម្បីទម្លាប់ប្រជាពលរដ្ឋខ្មែរឲ្យសមទៅនឹងភាពគ្មានស្ដេចសោយរាជ្យឬធ្វើឲ្យខ្មែរបំភ្លេចព្រះរាជវង្សានុវង្សចោលប៉ុណ្ណោះលោកលើកក្លែលើកឡើងថាក្នុងរជ្ជកាលក្សត្រីអង្គមីនេះព្រះជាណាចក្រកម្ពុជាត្រូវគ្រប់គ្រងដោយមន្ត្រីអាណាម3នាក់គឺទ្រឿងមីងយ៉ាងហ្វាមវ៉ាន់ឌៀននិងប្រឹងវ៉ាន់ណាងដែលមកដឹកនាំប្រទេសកម្ពុជាដោយមានជំនួយពីមន្ត្រីនិងចៅហ្វាយខេត្តខ្មែរជាច្រើនអ្នកលោកថាមន្ត្រីអាណាមនៅពេលនោះបានបង្ខំឲ្យមន្ត្រីខ្មែរទាំងអស់ស្លៀកសម្លៀកបំពាក់តាមរបៀបអាណាមឲ្យបួងសក់និងផ្ដល់ឋានៈឲ្យតាមរបៀបអាណាមហើយបានដាក់មន្ត្រីយួនម្នាក់នៅជាប់នឹងចៅហ្វាយខេត្តកម្ពុជាដើម្បីត្រួតពិនិត្យលើរាល់សកម្មភាពផងនិងដើម្បីដឹកនាំការងាររដ្ឋបាលផងសៀវភៅប្រវត្តិសាស្ត្រខ្មែរខ្លះទៀតមានដូចជាជនជាតិខ្មែរបានលើកឡើងថាក្នុងរជ្ជកាលក្សត្រីអង្គមីរាល់កិច្ចការប្រទេសជាតិទាំងអស់ត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃមន្ត្រីយួនក្រៅពីបង្ខំមន្ត្រីខ្មែរឲ្យស្លៀកពាក់និងធ្វើតាមទម្លាប់រាជវាំងក្រុងវេយួនក៏បានធ្វើអំពើប្រឆាំងនឹងព្រះពុទ្ធសាសនាខ្មែរដែរពួកគេកាប់រំលំដើមពោធិ៍គាស់រំលើងចេតិយបណ្ដេញព្រះសង្ឃចេញពីវត្តវាយកំទេចព្រះពុទ្ធរូបនិងសម្លាប់មន្ត្រីខ្មែរណាដែលបានជួយឬក៏នៅខាងសៀមលើពីនេះពួកគេក៏បានធ្វើបាបរាជខ្មែរទាំងឡាយណាដែលបន់ស្រន់សុំឲ្យព្រះអង្គអឹមនិងព្រះអង្គឌួងបានវិលត្រឡប់មកសោយរាជ្យនៅកម្ពុជាវិញចំណែកនៅឯដែនដីកម្ពុជាក្រោមឯណោះប្រមុខខេត្តព្រះត្រពាំងអុកញ៉ាសឿនគុយឬចៅហ្វាយគុយបានតស៊ូស្វិតស្វាញនឹងការឈ្លានពានរបស់ទ័ពយួនអាណាមនិងប្រឆាំងចំពោះការព្យាយាមរបស់យួនក្នុងការលុបបំបាត់អត្តសញ្ញាណរបស់ខ្មែរនៅកម្ពុជាក្រោមទាំងមូលអុកញ៉ាសឿនគុយមានសហការីចំនួន5នាក់គឺភូជួយគង់លោកមឿនឯកលោកតាម៉ង់លោកទេសាសោមនិងលោកមនោរស់តែក្រោយមកភូជួយគង់បានក្បត់ចូលដៃជាមួយយួនហើយយកការសម្ងាត់ទៅប្រាប់មេបញ្ជាការយួនឈ្មោះអងឡូដែលស្ដេចមីងម៉ាងបញ្ជាឲ្យមកកម្ចាត់អុកញ៉ាសឿនគុយអំពើក្បត់របស់ភូជួយគង់បានធ្វើឲ្យសហការីជំនិតរបស់អុកញ៉ាសឿនគុយបានបាត់បង់ជីវិតជាបន្តបន្ទាប់លោកតាម៉ង់បានស្លាប់ដោយភាពអាថ៌កំបាំងនៅខាងកើតវត្តថ្នោតដូងក្នុងខេត្តព្រះត្រពាំងទេសាសោមត្រូវយួនពាត់ចាប់សម្លាប់ចោលចំណែកលោកតាមឿនឯកវិញដឹងថាភូជួយគង់ជាមនុស្សក្បត់ដែលបានធ្វើឲ្យតាម៉ង់និងទេសាសោមស្លាប់ប៉ុន្តែមិនមានភស្តុតាងហើយក៏មិនហ៊ានប្រាប់អុកញ៉ាសឿនគុយតែប្រហែលជាតូចចិត្តនឹងខ្លួនឯងមិនអាចធ្វើអ្វីភូជួយគង់កើតក៏បានភៀសខ្លួនទៅខេត្តឃ្លាំងបាត់ទៅចំណែកអុកញ៉ាសឿនគុយវិញបើទោះជាភូជួយគង់បានក្បត់និងសហការីរបស់លោកមួយចំនួនបានស្លាប់ក្តីក៏មេទ័ពយួនអងឡូវមិនអាចចាប់ខ្លួនលោកបានដែរឯកសារប្រវត្តិសាស្ត្រខ្មែរក្រោមបានលើកឡើងថាដោយមិនអាចចាប់ខ្លួនអុកញ៉ាសឿនគុយបានមេទ័ពយួនអងឡូវបានបញ្ជាឲ្យកូនចៅរបស់គេដើរកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដើម្បីបង្ខំឲ្យអុកញ៉ាសឿនគុយចេញសារភាពប្រគល់ខ្លួនឲ្យគេពួកគេស្រែកថាគេនឹងបញ្ចប់សកម្មភាពកាប់សម្លាប់ខ្មែរតទៅទៀតលុះណាតែអុកញ៉ាសឿនគុយយកជីវិតមកបដូរ
ស្របពេលជាមួយគ្នានោះដែរស្ដេចយួនមីងម៉ាងក៏បានចេញបញ្ជាឲ្យព្រះសង្ឃខ្មែរត្រូវស្លៀកពាក់តាមរបៀបលោកសង្ឃយួនត្រូវកោរសក់ទុកចិញ្ចើមត្រូវឆាន់បាយល្ងាចត្រូវស្លៀកខោត្រូវពាក់អាវផាយកត្រង់ពណ៌ឈាមជ្រូកនិងពេលសូត្រធម៌ត្រូវគោះត្រដោកចំណែករាជខ្មែរទាំងប្រុសទាំងស្រីវិញត្រូវទុកសក់វែងឲ្យដល់ចង្កេះហើយត្រូវបួងជាកំប៉ោយឲ្យបានគ្រប់គ្នាទីបំផុតដើម្បីកុំឲ្យរាជខ្មែរត្រូវទ័ពរបស់អង់ឡូធ្វើបាបនិងកាប់សម្លាប់តទៅទៀតនិងដើម្បីរក្សាអត្តសញ្ញាណរបស់ខ្មែរឲ្យស្ថិតនៅគង់វង្សអុកញ៉ាសឿនគុយក៏បានសម្រេចចិត្តចូលប្រគល់ខ្លួនឲ្យយួនតែមុននឹងប្រគល់ខ្លួនឲ្យយួនសម្លាប់លោកបានឲ្យមេទ័ពយួនតែប្រកាសប្រាប់ពលរដ្ឋខ្មែរថាពួកគេនឹងមិនបន្តសកម្មភាពកាប់សម្លាប់ពលរដ្ឋខ្មែរទៀតទេហើយបញ្ជាដែលស្ដេចមីងម៉ាងដាក់ឲ្យប្រសង់និងពលរដ្ឋខ្មែរអនុវត្តនោះក៏ត្រូវដកចេញវិញដែរមេទ័ពយួនអង់ឡូបានទទួលយកសំណូមពរនេះបន្ទាប់មកអុកញ៉ាសឿនគុយបានប្រគល់ខ្លួនឲ្យយួនលោកត្រូវបានយួនបញ្ជូនទៅកាត់កនៅមុខមហាជនខ្មែរនៅក្នុងទីរួមខេត្តព្រះត្រពាំងឯកសារខ្លះដូចជាសៀវភៅប្រវត្តិចៅហ្វាយគុយដែលរៀបរៀងដោយលោកកៅសវັດនៅឆ្នាំ1971បានលើកឡើងថាក្រោយពេលអុកញ៉ាសឿនគុយត្រូវបានយួនសម្លាប់ប្រសង់និងពលរដ្ឋខ្មែរបានស្នើមេទ័ពយួនយកសាកសពរបស់លោកទៅធ្វើបុណ្យនៅវត្តពោធិសាលរាជឬហៅថាវត្តកំពង់ដែលស្ថិតនៅក្នុងទីរួមខេត្តព្រះត្រពាំងចំនួន7យប់7ថ្ងៃឯកសារដដែលបន្តថាក្រោយមកសពរបស់លោកត្រូវបានបញ្ចុះក្នុងចេតិយនៃវត្តពោធិសាលរាជនេះតែម្ដងចេតិយនេះសពថ្ងៃមានត្រឹមតែខឿនប៉ុណ្ណោះគឺស្ថិតនៅខាងកើតជើងខាងជើងព្រះវិហារក្បែរខ្លងទ្វារខាងកើតវត្តនិយាយពីผู้ជួយគង់ជនក្បត់នោះវិញមេទ័ពយួនអង់ឡូមិនត្រឹមតែមិនដឹងគុណនិងមិនប្រគល់តំណែងចៅហ្វាយខេត្តព្រះត្រពាំងឲ្យនោះទេនៅទីបញ្ចប់ជនក្បត់នេះក៏ត្រូវបានមេទ័ពយួនសម្លាប់ចោលដោយកាត់កទម្លាក់ពីលើស្មានៅក្នុងពិធីជប់លៀងមួយជាមួយកងទ័ពយួនដែលកំពុងផឹកស៊ីសប្បាយដើម្បីអបអរចំពោះមរណភាពរបស់អុកញ៉ាសឿនគុយខ្ញុំយឺសុជីមេតាវិទ្យុអាស៊ីសេរីភ្នំពេញជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានបញ្ចប់ក្នុងឱកាសពិធីប្រារព្ធខួបថ្ងៃ7មករាលើកទី36ដែលធ្វើឡើងដោយគណៈបកប្រជាជនកម្ពុជានៅថ្ងៃនេះលោកហេងសំរិនទាមទារឲ្យគណៈបកសង្គ្រោះជាតិគោរពកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី22ខែកក្កដាឆ្នាំ2014ឆ្លើយតបទៅនឹងការលើកឡើងនេះក្រុមមន្ត្រីគណៈបកសង្គ្រោះជាតិអះអាងថាខ្លួនកំពុងអនុវត្តកិច្ចព្រមព្រៀងនោះប៉ុន្តែគណៈបកប្រជាជនកម្ពុជាខ្លួនឯងទៅវិញទេដែលធ្វើឲ្យកិច្ចព្រមព្រៀងនោះប្រែពណ៌ស្រអាប់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សនិងពលរដ្ឋមកពីស្រុកទាំង8នៃខេត្តកំពង់ឆ្នាំងសរុបជិត 10000 នាក់បាននាំគ្នាចូលរួមទិវាជ័យជំនះថ្ងៃ7មករាលើកទី36នៅព្រឹកថ្ងៃពុធនេះនៅក្នុងបរិវេណសាលាខេត្តពិធីនេះមានការសម្ដែងឈុតឆាកកាប់សម្លាប់មនុស្សក្នុងរបបកម្ពុជាប្រជាធិបតេយ្យហើយដែលអ្នកចូលរួមខ្លះប្រែទឹកមុខក្រៀមក្រំពេលទស្សនាក្រុមមន្ត្រីនិងពលរដ្ឋដែលគាំទ្រគណៈបកប្រជាជនកម្ពុជាក្នុងខេត្តតាកែវនាំគ្នាប្រារព្ធទិវាជ័យជំនះនៅថ្ងៃ7មករាឆ្នាំ1979ពិធីនេះមានមន្ត្រីសាលាខេត្តកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋនិងសិស្សានុសិស្សសរុបជិត 5000 នាក់ចូលរួមក្រុមហ៊ុនចំការដំឡូងមីរបស់វៀតណាមមួយឈ្មោះសហគមន៍ទឹកខ្មៅកំពុងមានទំនាស់ជាមួយប្រជាពលរដ្ឋខ្មែរខ្លះនៅភូមិជប់រំដេងឃុំកន្ទួតស្រុកស្វាយលើទំនាស់នេះបាននាំឲ្យក្រុមហ៊ុនវៀតណាមប្តឹងទៅតុលាការខេត្តសៀមរាបរហូតដល់មានការដឹកនាំកម្លាំងប៉ូលីស PM ទៅចាប់ខ្លួនអ្នកភូមិ 2 នាក់ហើយមនុស្សមួយចំនួនទៀតបាននាំគ្នារត់គេចខ្លួនដោយសារតែការភ័យខ្លាចអ្នកដឹកនាំសហជីពមួយចំនួនអះអាងដូចគ្នាថាឆ្នាំ2014កន្លងទៅជាឆ្នាំអាក្រក់របស់កម្មករកាត់ដេរដោយសារមានការបង្ក្រាបយ៉ាងខ្លាំងរបស់អាជ្ញាធរនិងមានការគំរាមកំហែងកម្រិតខ្ពស់សាកសពពលករខ្មែរ 2 នាក់ត្រូវសមត្ថកិច្ចថៃបញ្ជូនមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីរសៀលម្សិលមិញមន្ត្រីតំណាក់តំណងការិយាល័យព្រំដែនកម្ពុជាថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតលោកពេជ្រវណ្ណាឲ្យដឹងនៅថ្ងៃនេះថាពលករខ្មែរទាំង 2 នាក់នោះមានឈ្មោះសាន់អៀមភេទប្រុសអាយុ45ឆ្នាំមានស្រុកកំណើតនៅខេត្តសៀមរាបជាកម្មករសំណង់ដែលស្លាប់ដោយសារជំងឺក្នុងទីក្រុងបាងកកហើយម្នាក់ទៀតឈ្មោះគឹមរៀងយីអាយុ38ឆ្នាំមានស្រុកកំណើតនៅខេត្តបាត់ដំបងស្លាប់ដោយសារការចងកក្នុងបន្ទប់នៅខេត្តសមុទ្រប្រាកានប្រទេសថៃពលករធ្វើចំណាក់ស្រុកខុសច្បាប់ម្នាក់ដែលកំពុងជាប់ឃុំនៅប្រទេសឥណ្ឌូនេស៊ីអំពាវនាវរកកិច្ចសង្គ្រោះបន្ទាប់ពីត្រូវឈ្មួញលក់កម្លាំងពលកម្មបន្តពីទូកនេសាទមួយទៅទូកនេសាទមួយទៀតអស់រយៈពេល7ឆ្នាំលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីការផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរសម្រាប់ពេលនេះចាប់តែប៉ុណ្ណេះ
យើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយចា៎នាងខ្ញុំហៅសុធានីនិងលោកតាំងសារដាព្រមទាំងក្រុមការងារទាំងអស់របស់វិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលារាត្រីសួស្តី